ចឹងខ្ញុំសូម share screen បងប្អូននេះសូម share screen បន្តិចសិនអូខេបងប្អូននេះឃើញ screen ខ្ញុំអត់ហើយឃើញច្បាស់បងប្អូនអូខេច្បាស់អត់តែឬអត់ទេអត់អីខ្ញុំច្បាស់ដែរអូខេសូម conversation អូខេទៅហើយតោះអញ្ចឹងយើងចូលមេរៀនតែម្ដងពុកមកខាងអញ្ចឹងមកមុនពេលដែលខ្ញុំចូលទៅដល់មេរៀនខ្ញុំចង់ចែកបងប្អូនអរគ្នាថាតើយើងដែលគិតថាយើងចង់ចូលមក trade forex ថាតើទាំងអស់គ្នាបានស្គាល់អត់ថា forex ហ្នឹងអាហ្នឹងវាជាគេហើយវាមានទម្រង់បែបម៉េចហើយហេតុអីបានជាយើងត្រូវទៅ trade forex ណាអាហ្នឹងគឺជាការបើកឆាកនៅក្នុងថ្ងៃនេះហើយខ្ញុំនឹង add បញ្ចូលបន្ថែមនៅ liquidity មកមេរៀនក្នុងថ្ងៃនេះអញ្ចឹងមែនទេខ្ញុំគិតថាម្សិលមិញខ្ញុំចូលមកគឺគ្រាន់តែជាឆាតលេងហើយមិនសូវជាស៊ីជម្រៅទៅក្នុងមេរៀនទេប៉ុន្តែថ្ងៃនេះខ្ញុំចូលទៅស៊ីជម្រៅនៅក្នុងចំណុចទី1តែម្ដងដែលយើងត្រូវចូលរៀនអញ្ចឹងយើងចាក់ចូលខ្ញុំចង់ឲ្យខាតពេលវេលាបងប្អូនអរគ្នាចង់ឲ្យ1ម៉ោងកន្លះរបស់យើងហ្នឹងវាមានតម្លៃបងប្អូនអរគ្នាអ្នកដែលខំប្រឹងប្រែងចំណាយពេលហើយមានអារម្មណ៍ថាមិនបានអីសោះយេអញ្ចឹងខ្ញុំចង់សួរសិនថាបងប្អូនយើងមានអ្នកណាគេខ្លះដែលស្គាល់ forex ណា forex ហ្នឹងជាអីគេជួយឆ្លើយខ្ញុំណាឆ្លើយតាមយល់ឃើញអត់មានខុសអត់មានត្រូវទេបងប្អូនអត់មានស្គាល់ថានឹងគេសិនមិនយើងចូលមកជាមួយវាដូចអ្នកនរចូលធ្វើការអញ្ចឹងអ្នកនរអត់ស្គាល់ក្រុមការងារអត់ស្គាល់ផ្នែកអ្នកនរអត់ដឹងថានឹងវាយ៉ាងម៉េចទេយើងយកធ្វើខុសណាឬក៏យើងធ្វើទៅយឺជាងគេអ្នកដែលគេដឹងតែប៉ុណ្្នឹងឯងហើយបងប្អូនអ្នកណាក៏បានស្ម័គ្រចិត្តខ្ញុំអត់មានខុសមានត្រូវទេអានេះណាយើងរៀនបងប្អូនអ្នកគ្នាខ្ញុំរៀនខុសគេខ្ញុំរៀនអត់ដូចគ្រូខ្ញុំទេខ្ញុំរៀនគឺខ្ញុំចង់ឲ្យអ្នកគ្នាគឺខ្ញុំរៀនដូចសិស្សដែលរៀននៅក្នុងសាលាជាភាសាអង់គ្លេសឬក៏ភាសាខ្មែរយើងខ្ញុំចង់ឲ្យស៊ីជម្រៅតែម្ដងហើយកុំអៀនមិនខ្លាំងមិនទេចង់យកមកយើងចង់ចេះយើងចង់ make profit មិនចឹងទេមកមានតែគេខ្លះដែលស្គាល់ថា forex នេះជាអីគេមកបើអ្នកអត់ស្គាល់ទេអត់យល់ពីវាទេអ្នកនេះប្រកាសជាមិនដឹងថាវានឹងគាត់ថាឃើញទៀនឡើងទៀងចុះទៀនឡើងទៀងចុះចុច buy ចុច sell ដែរណាដាច់ account ងាយមិនចឹងតោះបងនេះអាចស្ម័គ្រចិត្តមកណារៀនរបស់ខ្ញុំមានប្រឡងអ្នកនេះបាទចា forex ជា foreign exchange អូខេជា foreign exchange ជាការអត់ជាកន្លែងដែលមនុស្សឬក៏តែគេ global គាត់ទិញលក់រកថ្លៃបាន
របស់ទេផ្សេងគ្នា អូខេ បាទមិនថារូបិយប័ណ្ណដុល្លារជាមួយនឹងមួយឬក៏រូបិយប័ណ្ណដុល្លារជាមួយលុយអឺរ៉ុបឬក៏ផ្សេងរូបិយប័ណ្ណដុល្លារជាមួយលុយជប៉ុនលុយយ៉ៃលុយយូរ៉ូឆាទៅ ត្រូវអត់ខុសទេត្រូវ អរគុណច្រើន តោះសូមម្នាក់ទៀតមកមុនខ្ញុំបន្តទៅបន្ថែមទៀតម្នាក់ទៀតមកស្មាតចិត្តអត់មានខមមិនត្រូវបងប្អូនចាំពីខ្ញុំយើងមកដើម្បីចង់បានលុយយើងមកដើម្បីចង់បានប្រាក់ចំណេញហើយយើងចង់បានចំណូលថេរលើសពីអ្វីដែលយើងកំពុងធ្វើបច្ចុប្បន្នថាតើយើងគួរតែយើងគួរតែខ្លាចអត់ចម្លើយគាត់ឆ្លើយបានខ្លួនឯងថាមិនគួរបែបនេះទេណាមិនត្រូវហ៊ានហើយមិនអាចហ៊ានដាច់ខាតហើយត្រូវតែហ៊ានសួរមកខ្ញុំសុំមួយទៀតមកតែមួយទៀតបានបងប្អូនបើអត់ទេមានន័យថាបងប្អូនអរគ្នាគឺអត់បានតន់ដឹងវាទេឬក៏ដឹងទាំងស្របពេលស្របពេលអញ្ចឹងបងប្អូនអរគ្នាខ្ញុំចង់ប្រាប់បងប្អូនថា forex នេះយើងមានសន្ចូលមកនេះយ៉ាស្អាតចា៎នេះគឺជាសភៅដែលខ្ញុំនឹងបោះពុំឆាប់ដូចគ្នាដែរខ្ញុំទៅសេចប់ហើយសភៅបងប្អូនអរគ្នាខ្ញុំចង់ប្រាប់បងប្អូនថាបើយើងនៅក្នុងវិស័យណាមួយនៅកន្លែងណាមួយបងប្អូនអរគ្នាស្គាល់ពីវាអត់ច្បាស់ទេចឹងបងប្អូនអរគ្នាប្រហែលជារៀងស្ពេចសភៅជាងអត់បានស៊ីជម្រៅមួយវា100% នៃការងាររបស់យើងគឺថយហើយណាចឹងខ្ញុំចង់ប្រាប់បងប្អូនថា forex ហ្នឹងវាគឺជាកន្លែងនៃការផ្លាស់ប្ដូរឬក៏លក់ទិញនៃយើងអត់និយាយថារូបិយប័ណ្ណទេយើងនិយាយថាសម្ភារៈគ្រឿងទាំងឡាយដែលជាការបម្រើឲ្យនៅចរន្តសេដ្ឋកិច្ចសកលពិភពលោកអញ្ចឹងអ្នកនរគ្នាចូលមក trade forex នេះអ្នកនរគ្នាគឺចូលមករកភាពចំណេញខាតជាមួយនឹងមនុស្សទាំងឡាយដែលពួកគាត់មានទំហំទូលាយធំមានក្រុមការងារច្រើនមានបណ្ដាញស្ថាប័នយ៉ាងច្រើននៅក្នុងចំណុចឲ្យដូចជាធនាគារដែលគេយើងនិយាយមិនអញ្ចឹងណាមានអីគេទៀតក្រុមហ៊ុនធំពូវិនិយោគិនដោយក្រុមហ៊ុន Apple ឬក្រុមហ៊ុនអីគេយើងជប៉ុនមាន Toyota មានអីផ្សេងឡានអីហ្នឹងក៏ជាក្រុមហ៊ុនដែរមានការវិនិយោគនៅក្នុង forex នឹងដូចគ្នាដែរក្រុមហ៊ុនប្រេងដែលយើងជួយយកបច្ចុប្បន្នយើងជួយចិត្តគឺមានអាហ្នឹងគឺ forex អញ្ចឹង forex គឺជាការជួញដូរយើងអត់និយាយថាទៅបច្ចុប្បន្នទេប៉ុន្តែគាត់ថា forex វាការដំបូងហើយគឺក្នុងទម្រង់រូបិយប័ណ្ណណាតែឡើងជាការជួញដូរនៅរូបិយប័ណ្ណដំបូងបំផុតនេះខ្ញុំឲ្យមើលណានៅក្នុង forex កើតឡើងក្នុងឆ្នាំ1970ណាហើយគឺបង្កើតឡើងដោយលោក Richard ជាប្រធានាធិបតី Richard Nixon គាត់គឺជាអ្នកបង្កើតឲ្យមាន forex យ៉ាងឡើងណាអញ្ចឹងយើងដឹងតែអញ្ចឹងហើយវាការដំបូងគឺការចេញអំពីការដោះដូរទៅលើលុយដុល្លារតែប៉ុណ្្នឹងឯងតមកទៀតក៏ការចេញជាទម្រង់មួយនេះដែលយើងមើលនេះឃើញ screen ខ្ញុំដែរអូខេនេះអញ្ចឹងគេកើតចេញអំពីការដោះដូរនៅលុយផ្ទាល់ពីបុគ្គលទៅបុគ្គលពីក្រុមទៅក្រុមពីស្ថាប័នទៅស្ថាប័នគេបដូរមកជាទម្រង់បែបនេះដែលមានការចងក្រងយ៉ាងច្បាស់លាស់យ៉ាងជាក់លាក់នៅលំហឬក៏តម្លៃនៃទីផ្សារតម្លៃនៃភាគហ៊ុនតម្លៃនៃរូបិយប័ណ្ណតម្លៃនៃផលិតផលណាទាំងអស់ហ្នឹងអញ្ចឹងហើយតម្លៃទាំងអស់ហ្នឹងគឺតំណាងឲ្យនៃទៀនទាំងអស់នេះតំណាងឲ្យតម្លៃនៃទៀនទាំងអស់ហ្នឹងតំណាងឲ្យនៃតម្លៃនៃទីផ្សារភាគហ៊ុននៃតម្លៃប្រេងដូចជាតម្លៃមាសដូចជារូបិយប័ណ្ណ exchange rate ការដោះដូរនៃអត្រារូបិយប័ណ្ណអញ្ចឹងសំណួរសួរថាតើគេចូលមកដោះដូរអាហ្នឹងនៅក្នុងវិស័យ forex ដោះដូរដើម្បីអីមកជួយឆ្លើយមើលតើអ្នកនេះចូលដោះដូរនៅក្នុងវិស័យហ្នឹងដើម្បីអីខ្ញុំអាសាបងជួយបានសូមម្ដងទៀតខ្ញុំថាទីខ្ញុំបាទបាទ
អីគេចង់បានគេ nhưng thật ra còn trồng thì sao để tìm nhiều khỏi thì mình yes correct ឆ្លើយមួយត្រូវតែម្ដងគឺដើម្បីបានផលចំណេញអ្នកដែលចូលមកក្នុងនេះគឺគ្រប់យ៉ាងដើម្បីផលចំណេញអញ្ចឹងផលចំណេញដើម្បីឲ្យពួកគាត់ដែលមិនដឹងថាត្រូវធ្វើម៉េចបានចំណេញបើមនុស្សមួយនៅទ្វីបផ្សេងគ្រួសារមួយទៀតនៅប្រទេសផ្សេងហើយអ្នកនរនៅរហូតណារហូតដែរក្នុងកម្ពុជាយើងហ្នឹងយើងទៅវិភាគសាស្ត្រគ្នាដើម្បីមើលទីផ្សារនឹងបានរបៀបណាគឺគេបង្កើតនៅទម្រង់មួយហ្នឹងឲ្យបងប្អូនគ្នារៀនអំពីវាហើយវិភាគទៅលើការដើរចុះដើរឡើងណាការធ្វើលំហទៅលើទៅក្រោមនៃទីផ្សារហើយគេមានរូបមន្ត structure ត្រឹមត្រូវរបស់គេដើម្បីឲ្យអ្នកគ្នាចេះវិភាគទីផ្សារណាអានេះជាហេតុផលហើយដើមទៀនទាំងអស់ហ្នឹងមួយដើមហ្នឹងគឺតំណាងឲ្យ time frame បងប្អូនអ្នកគ្នាដឹងទេមែនទេ time frame 30 នាទីមួយទៀននេះគឺតំណាងឲ្យ30 នាទីវាបាត់ម្ដងហើយបាត់មួយទៀតមែនមែនណាបងប្អូនអញ្ចឹងបានជាអ្នក trade គេតែងតែនិយាយថា trade ក្នុង time frame មួយណា trade ក្នុង time frame មួយណា trade ក្នុង time frame មួយណាដែលសួរថា trade ក្នុង time frame មួយណាគឺគេចង់សម្ដៅថាយើងចូល trade នៅក្នុងរយៈពេលប្រហែលណាដើម្បី confirm ផ្សារដើម្បីវិភាគផ្សារណាបើយើងចូល time frame 30 នាទីគឺគេចង់សម្ដៅទៅលើថាយើងវិភាគផ្សារដោយយកទម្រង់នៅ30 នាទីហ្នឹងណាហើយគេមានហេតុផលផ្សេងទៀតដែលត្រូវមកវិភាគហ្នឹងណាយើងចាំដល់មេរៀនខ្លះបានចូលមកអញ្ចឹងយើងសរុបមកនេះ forex គឺជាការដោះដូរឬក៏ជំនួយនៅក្នុងទីផ្សារសកលហើយអ្នកដែលចូលរួមឬក៏អ្នកដែលចូលមកនៅក្នុងវិស័យ forex គឺដើម្បីបានផលចំណេញហើយទីផ្សាររបស់នេះគឺបង្កើតឡើងដើម្បីឲ្យយើងចេះវិភាគវាយើងដឹងពីវាដើម្បីរកលំហូរទីផ្សារយើងចាប់យកឱកាសក្នុងការចេញចូលទិញឬក៏លក់ដើម្បីយកផលចំណេញអញ្ចឹងអាហ្នឹងគឺសម្រាប់សំណួរទី1អញ្ចឹងយើងឆ្លើយបានប៉ុណ្ណឹងបងប្អូនអរគ្នាយល់អត់ឬក៏អត់ទាន់យល់ថាឬក៏ខ្ញុំឆ្លើយឬក៏ខ្ញុំបញ្ចូលទៅវានៅមានការសុភសិទ្ធិមកនេះអាចសួរខ្ញុំបន្ថែមឲ្យខ្ញុំបញ្ចូលបន្ថែមទៀតបាទអត់ឆ្លើយហេតុផលមាន2យល់ទាំងអស់ហើយនឹងមិនយល់សំបីតែបន្តិចហើយសួរដល់ហើយមិនអត់បានលើភាសា live form ចូលខលនេះចង់សួរថាខ្ញុំបញ្ចូលមកប៉ុណ្នេះថាតើបងប្អូនអ្នកគ្នាយល់ច្បាស់អត់ទេឬក៏ត្រូវការចង់ឲ្យខ្ញុំបញ្ចូលអីបន្ថែមទៀតពីលើហ្នឹងបងប្អូនអាចសាកសួរខ្ញុំបានខ្ញុំនឹងបន្ថែមខ្ញុំមួយទេខ្ញុំអត់ទៅលឿនទេត្រូវប្រកាសថារៀនគឺយល់មកអូខេអត់អីយល់ហើយអូខេបាទអូខេអរគុណច្រើនបងប្អូនអ្នកគ្នាអញ្ចឹងសម្រាប់ forex អ្នកគេខ្លះគេ trade អ្នកគេខ្លះ trade forex ណាយើងត្រូវដឹងទាំងអស់គ្នាដែរអញ្ចឹងអ្នកដែល trade forex មានអ្នកគេណានៅក្នុងវិស័យforex យើងជួញដូរមានច្រើនតែខ្ញុំលើកឧទាហរណ៍តែ2 3ទេដើម្បីយកមកឲ្យបងប្អូនគ្នាងាយយល់ហើយឲ្យដឹងថាតើការផ្លាស់ប្ដូរនៃលំហូរទីផ្សារហ្នឹងដោយសារតែគេកុំឲ្យយើងឃើញទៀនឡើងឬក៏ទៀនទីផ្សារឡើងទីផ្សារចុះលំហូរទៀននេះទៀននេះណាទៀននេះវាមិនអត់វាមកក្រោមវាទៅលើដោយសារអីបើយើងអត់ដឹងអាហ្នឹងទេអ្នកនរគ្នា trade យ៉ាងម៉េចក៏អ្នកនរគ្នាអត់ trade កើតដែរអត់ចេះ trade ទេខ្ញុំហ៊ានធានាវាយខ្ញុំនឹងងាប់ក៏អ្នកនរគ្នា trade អត់ចាញ់ដែរណាបើអត់យល់ពីអាហ្នឹងទេអញ្ចឹងតើអ្នកដែល trade forex មានយើងរាប់4ផ្នែកយើងរាប់3ផ្នែកចុះណាដែលជាអ្នកដែលរុញទៅលើតួលេខនៃតម្លៃទីផ្សារការចរន្តទីផ្សារឲ្យវាឡើងបែបនេះណាឲ្យវាឡើងបែបនេះគូ trend line មើលបណ្ដោយទៅតិចតិចគូ trend line ទៀតណាវាគូបែបនេះហេតុអីបានជាផ្សារហ្នឹងវាឡើងហេតុអីបានជាផ្សារហ្នឹងវាមិនឡើង
vì mình lớn thì mình sai về chứ vì nó cái nhanh chứ hạt ấy đấy hay hạt ấy ban chiều vía chọn hạt ấy ban chiều vía chọn chắc như tự đặt là chắc đầm bay đơn là vì hạt ấy bởi vì làm hạt ấy vì chót dương đi cái tai sàn điện tay nó bên đây dương con tại đơn vòng pì tham ta là cái phát trâu mà trade for đây của dương nè thừa CSR bảo dương được vật thừa HTTP bảo dương hạt ấy nè chắc dương Rosie của này kì ní không forex nào nên được các hai vị trí robotประจำថ្ងៃរបស់បងប្អូនអរគ្នាណាវាគឺជាប្រភពចំណូលទើបបងប្អូនអរគ្នា trade នៅក្នុងវិស័យហ្នឹងហើយវិនិយោគក្នុងវិស័យហ្នឹងបានជោគជ័យបើអត់ទេបងវាចោលទៅកុំឲ្យខាត់ពេលមកខាត់លុយណាព្រោះខ្ញុំពេលដែលខ្ញុំរៀនដំបូងគឺខ្ញុំគិតថាវាជាជីវកម្មរបស់ខ្ញុំជារបរដើម្បីចិញ្ចឹមជីវិតគ្រួសាររបស់ខ្ញុំដូចគ្នាដែរចឹងទើបខ្ញុំខំប្រឹងតោះអញ្ចឹងអ្នកណាខ្លះដែលតែជាមួយនឹងយើង forex នៅក្នុងនោះយើងឃើញមានអីគេធនាគារកណ្ដាល central bank គឺធនាគារមកតែគេហៅ spot trade central bank ជួយឆ្លើយទីនោះធនាគារកណ្ដាលបងប្អូនអរគ្នាអូធនាគារកណ្ដាលអាមេរិកមែន yes ធនាគារអាមេរិកធនាគារដែលជាអ្នកដែលចាក់$1ចូលទៅក្នុងសកលលោកចរន្តទីផ្សារសេដ្ឋកិច្ចឬក៏លំហូរឡើងចុះនៃសេដ្ឋកិច្ចសកលគឺ Central Bank ហ្នឹងឯងជាអ្នកចាយលុយណាអញ្ចឹងយើងត្រូវជាមួយនឹងពួកហ្នឹងដែលមានព័ត៌មានច្រើន fundamental ដាក់នៅក្នុងហ្នឹងថាតើCentral Bank ហ្នឹងគឺមានឥទ្ធិពលអីគេពួកហ្នឹងគឺនៅពេលណាដែលវាតម្លើងការប្រាក់ឬក៏បន្ធូរការប្រាក់វានឹងធ្វើឲ្យទីផ្សារឡើងចុះដូចគ្នាដែរណាមិនយើងយកលុយ$ចាក់ផ្សារឲ្យអង្គើណាអត់ទេអញ្ចឹងនេះគឺជាធនាគារកណ្ដាលពួកគាត់គឺជាអ្នកដែលធ្វើឬក៏ជាអ្នកសម្រេចចិត្តណាអ្នកនរតែក្នុងគាត់ប្រវត្តិស្គាល់ណា Mr. Good afternoon ណាខ្ញុំជឿថាអ្នកនរគាត់ស្គាល់ហើយគាត់ស្គាល់ Mr. Afternoon ទេអ្នកនរគឺថ្មីមែនដែរម្ដងថ្មីដល់ជ្រៅហ្មងអត់តន់ហៃស៊ីលតាពវ៉ែស្គាល់តាពវ៉ែអូខេស្គាល់តាពវ៉ែត្រូវខ្ញុំហៅគាត់ថា Mr. Good afternoon ទេដល់ហើយចិត្តដល់ហើយxong ăn khai đấy thì ăn khai đây chấm con thằng ấy cứ chỉ là đặt phơi áo thấy mẹ con vô lối từ trade đó nó đấy ở phía trên á con cứ chỉ là đã phơi ở miền cạn trong đây tầm này ở tra ca phải chắc là tra ca phải được sai của từ kia cái cứ chỉ là ca phải ở bên tây thằng này nên lưu hành đấy xây đôi con vô máu video đôi số máy ở xây đôi cái phụ con này mà vô màu video nơi nóngប្រទេសយើងឲ្យអាជីវករដូចអ្នករស់ស៊ីដូចយើងអញ្ចឹងទៅជ័យលុយគេមកដើម្បីបានផលចំណេញឲ្យបងពុនឲ្យរដ្ឋបងពុនឲ្យធនាគារកណ្ដាលទៅវិញអាហ្នឹងគឺជាការជួញដូរណាអត់អ្នកនេះយល់អញ្ចឹងមកយើងដឹងថាអូវាទៅអញ្ចឹងទើបបានវាអញ្ចឹងហើយយើងត្រូវមើលទៅទៀនអ្នកគ្នាវាប្រកាសចំណានចំណេញខ្លះហើយប៉ុន្តែវាមិនស្ថិតស្ថេរទេអញ្ចឹងចូលដល់ទី2យើងនិយាយពីធនាគារធំស្ថាប័នហិរញ្ញវត្ថុឬក៏ប្រភេទពួកក្រុមហ៊ុនដែលខ្ញុំនិយាយមិនអញ្ចឹងគឺពួកហ្នឹងមានអីគេ Apple Tesla Facebook ក្រុមហ៊ុនប្រេងអ្នកគាត់ថាក្រុមហ៊ុនមីហ្នឹងវាមានរាប់សិបក្រុមហ៊ុនមកទៅហើយអញ្ចឹងអាហ្នឹងគឺពួកហ្នឹងឯងជាអ្នកដែលចាក់លុយចូលក្នុងទីផ្សារវាទិញមាសឬក៏លក់មាសវាធ្វើឲ្យតម្លៃមាសហ្នឹងគឺមានការផ្លាស់ប្ដូរណាអាហ្នឹងគឺជាហេតុផលពួកវិនិយោគិនវាចាក់លុយចូលក្នុងទីផ្សារដើម្បីឲ្យផ្សារហ្នឹងមានការរង្គោះរង្គើឬក៏បដូរលំហូរនៃតម្លៃទីផ្សារណាមាសនៅពេលដែលគេទិញច្រើនឡើងថ្លៃណានៅពេលដែលគេលក់ច្រើនវាចុះថោកអញ្ចឹងយើង trade នៅពេលដែលចុះយើងត្រូវចុះតាមគេនៅពេលដែលគេឡើងយើងត្រូវឡើងតាមគេយើងអាចប្រឆាំងគេបានណាហើយចុងក្រោយ retail គេហៅ retail trader ខ្ញុំសុំតិចគេហៅ retail trader retail trader ហ្នឹងណាគេយើងនឹងឯងខ្ញុំបងប្អូនអរគ្នាយើងនឹងឯងគឺជា retail trader ហើយពួកយើងគឺតួនាទីអីគេតួនាទីរបស់ពួកយើងគឺចូលទៅវិភាគផ្សារដើម្បីចំណេញនឹងខាងតែប៉ុណ្ណឹងមានអីបាក់យល់ពួកយើងណាដើម្បីទៅអីគេយើងចូលដើម្បីធ្វើអីគេ
take profit ណានឹងថា TP នឹងឯងឬក៏ ខាត lose ហើយស្អី retail trader មានតែប៉ុណ្្នឹងឯងគឺពួកយើងនឹងឯងលុយយើង100 200 1000 2000 10000ចាក់ផ្សារអត់កើតទេណាបញ្ជាក់អត់កើតទេអញ្ចឹងអារូប sideways ដែលនេះខ្ញុំរកទីហើយមើលសិនដែលផ្សារខ្ញុំមើលមិនទីសិនអាហ្នឹងមិនមានអញ្ចឹងណានេះប្រហែលទៀននេះនឹងគឺអត់មានអ្នកមានលុយចាក់ចូលទេ trader សុទ្ធសាធអត់ច្រឡំសំទុកនេះ retail សុទ្ធសាធចាក់លុយចូលរួចទៅរួចមក trade ក្នុង time frame នេះទេណាលុយអត់មានចាក់ចូលក្នុងទីផ្សារធំដើម្បីឲ្យផ្សារបដូរចរន្តទេនេះឯងគឺពួកយើងអញ្ចឹងណាចូលមកដល់គាត់ថាចុំអានេះមិនបានវាអញ្ចឹងយើងគាត់ថាចុំមិនបានក្នុងគណៈពេលហ្នឹងមកជាផ្សារអត់ដែរយើងមកមើលតិចមកខាងហេតុផលអីណាវាចំពេលដែរចុង session បិទ session នេះបិទចុង session អញ្ចឹងគឺផ្សារអត់ដែរទេបិទ session ណាអញ្ចឹងបងប្អូនអរនេះត្រូវគិតមើលថានៅពេលដែលយើងចាក់លុយចូលអត់អង្គើអញ្ចឹងតើពួកយើងរំពឹងថានឹងទៅត្រឡប់ទីផ្សារឲ្យគេកន្លងចាក់ឬក៏មានលំហយ៉ាងមិនកើតអត់កើតទេអញ្ចឹងយើងត្រូវយល់ពីនឹងដែរណាតោះខ្ញុំសូមកាត់សំណួរសិនបងប្អូនអរនេះសំណួរចង់សួរថាដល់ផ្សារ sideways តើយើងអាច trade បានទេ1នាទី trade បានទេ5នាទីក៏ trade កើតដែរចាប់ពី15នាទីយើងចូលមក trade ក្នុង5នាទីនិង1នាទីបានចម្លើយយ៉ាងខ្លីសូមម្ដងទៀតលោកគ្រូសូមម្ដងទៀតខ្ញុំអត់សូវយល់ឡើង15នាទី5នាទីហ្នឹងចាអានេះចូល live trade បដ ாய் ហើយចង់មក account trade អត់ទេគ្រូតែគាត់ថាចង់យល់ពីខាងហើយអញ្ចឹងអូខេល្អមានសំណួរអញ្ចឹងខ្ញុំឆ្លើយបានច្រើនបរិយាឆាប់បានយល់បើសិនជា sideways នៃ time frame នាទីចេះអានេះអ្នកនេះ trade មិនកើតមានអីណាចាប់អត់មានអីចាប់ទេក៏ប៉ុន្តែប្រសិនបើវា trade សំទោសវា sideways ក្នុងនាទីចេះនេះហៅ sideways នាទីពីប្រឡោះនេះមកប្រឡោះនេះអញ្ចឹងនេះហៅ sideways ហើយឬក៏ខ្ញុំចាប់ឲ្យធំ sideways នាទីនេះ sideways នាទី sideways គឺជាផ្សារដែលមិនមាន high ថ្មី low ថ្មីសម្រាប់បង្កើត structure ផ្សារណានេះហៅ sideways ហើយវាអត់អាចសំដៅវាអត់អាចថាតើអញ្ចេះត្រង់ភ្លើងស្មើគ្នាអញ្ចឹងតើចាំគេហៅ sideways អត់អញ្ចឹងទេណាអានេះក៏គេហៅ sideways ដែរអត់តែផ្សារអត់មាន structure ត្រឹមត្រូវនេះគេហៅ sideways ហើយណាដែលមាន high អត់បែកគ្នាទេ low អត់បែកគ្នាទេអានេះគេហៅផ្សារ sideways ហើយណាអញ្ចឹងផ្សារ sideways នៅក្នុង5នាទីហើយខ្ញុំនិយាយថានៅក្នុង time frame ធំ sideways គឺ trade នៅក្នុង time frame តូចបានមកឥឡូវយើងមកមើលក្នុង5នាទីឥឡូវនេះបាទនេះខ្ញុំ trade បានណានេះខ្ញុំ trade បានហើយលុយសុទ្ធទៀតសុទ្ធតែលុយមានកាដាហើយទំភ្លក់ហើយដែរទេអីមែនរសជាតិផ្អែមអត់អញ្ចឹងមកវា sideways អញ្ចឹងអស់គ្នាប្រកាសចេញក្នុង5នាទីបាក់ trade អត់មានអី confirm ប៉ុន្តែយើងមកមើលនៅក្នុង time frame 1នាទីឃើញអត់នៅក្នុង1នាទីមាន structure ស្អាតទេឲ្យយើង trade បានមាន structure ស្អាតមែនទេណាមាន structure ស្អាតមែនទេហើយវាគោរពណាអា sideways time frame ធំហើយមកទៅក្នុង time frame តូចហ្នឹងផ្សារវាគោរពណាស់ណាឥឡូវតេស្តផ្សារឲ្យមើលដូចគ្នាខ្ញុំតេស្តឲ្យមើលមកផ្សារនេះខ្ញុំថាចាក់ចូលដល់តំបន់នេះឡងមកវិញអត់លើនឹងទេណាបើខ្ញុំ trade ចាក់ចូលឲ្យដល់តំបន់នេះចាក់មកប៉ុណ្នេះឡើងត្រឹមនេះតែនោះមកចេះមកវាដល់ហ្នឹងឯងអាចត្រឹមនេះមកនេះ low ចេះឲ្យវាលោចាស់មកវាដល់នេះ time frame មិនទេឥឡូវខ្ញុំមើលទៅខ្ញុំឥឡូវខ្ញុំមើលទៅខ្ញុំប្រាប់អត់អញ្ចឹងអ្នកនរនៅពេលដែលយើងច្បាស់ក្នុងការចេះវិភាគផ្សារអ្នកនររៀនអាមេរៀនខ្ញុំប្រាប់ទៅនឹងឥឡូវហ្នឹងទៅដល់រហូតដល់ពេលចប់ហើយអ្នកនរអនុវត្តរាល់ថ្ងៃណាអនុវត្តរាល់ថ្ងៃអ្នកនរនឹងយល់ពីចរិតរបស់ផ្សារ
hai đó nên phải chăm mưa ấy trở nên nó về là sinh ra thì mình xá giờ đang tháo xa về tờ bọn này hai bên tư lại xem rất là xài nè bên tư làm xem rất là xài hai bên đang tập mò lại đừng quên là xài nó biết đâu mà đừng phải chăm cho trở này nó như mưa đừng cho nên file dùng đồ tham bảo sân chỉ sai với không tham frame thông tham tá nhưng tên không tham frame tôi ban là sai chắc nhưng nó confirm ai nọ kia thay ở đây nhung cùng chắc á thì mới đặt sai nó chỗ đây vậy nhung vậy à đỏ với sân điều họ là bị cho họ trong sai nhưng confirm màn một nè nó phải để nhung check off nè cái kia này anh đi khai thác OB cái khai thác order block cái thang order block chắc order block với miền tuần tỷ bảo vệ nhưng xong mà thon slide đấy nhưng còn firm xả bạn medicated xong rồi ai vị trí nhưng nó thay ai vị trí vì nó bóc phát vì nó long tập một vị nó tên trong hình còn firm đấy hay sai mấy tiền sai cứ đóng trend đấy sai cứ đóng trend hay đấy sai vào cả hai thì mấy bạn sai là một sân để về bọc đại hay á có việc bọc đại hay thì là sai ấy thì miền là bọc pen hàng lợi hay nước lại nên nhung đăng hàng lại nước miền này kia tiền lại nước bật speed time frame hàm tí cứ miền IVG hàm tí là từ nó tụt vào này tụt nước lại này smart dần hay hiện nó về cho hiện mà nhưng mà hàm tí ta đôi bên những chơi ạ hay nhỉ hay cho bạn hả IVG chắc nhưng không ăn đi nên là món này bật xem cho nhiều châu mà anh ấy miền này kì order block là món này mình tỷ anh ấy bên tí mình tới nè mình IVG order block một con này đại tỷ giang trang sai năng làm đó là món này cho một bình diện tập bắn bên đây lại hồi đã bảo lần tốt xe đánh hồi xe đánh chắp những tờ hồi đánh tàu khổ chắc là nó không gặp kịp sai như 10 chẳng hạn nó giờ nó chụp nó mới đi tháo to đỏ lý score là rate sai option mà nhưng mà just with time frame chắc là lớn như bài tôn được xua trong đó là nó kéo chỉ chụp qua là ok ba số bàn học tuần và đấy ca switch time frame nhưng ai dùng phương ai mơ rồi ngày của anh sủng khăn nên có chia sẻ vào đây này mà đấy switch time frame về cái chất thoát đấy anh nói của NP đại nhung biến đại ca là vốn có anh nâng đại đôi khi chứ này miền Nam kịch thuật hay của nhung outbound off lý mình mày cả mình nhận tập một thời tiết nhung cho đó liquid thí miền sùng nổ trong là nhung visual P down tiền là nhung visual P trả đặc bảo tiền này bị mấy nhung ai visual bạn ok mà một lần này là được đáy vô lẽ đấy cũng cho bảo sinh gì tại nông nguồn tiền chứ take profit dễ bê lấy đấy còn mình yes correct tại nông time frame này tí dương có take profit được này và tại bảo dương trade scale nước nông này tí nào này ai take profit cho lắp đi phèm đấy bay từ một per lệ nhầm vậy trong trọng bay từ một per lệ dương ai take profit và tại dương ai cho mà position tí dương cho mà nó drop sub position chẳng phải là cho để lượn thấy cắt cái lượn được này nên người hàng tận bằng scale trong time frame này tí nhóm scale lại của cho lừa má gặp về cắt cái hòm mà anh nói dương cùng nhiều hòa đáy á thế nên như vậy là khi chúng ta cho hoạt động này theo profit đôi chứ hay nhỉ mặc khi nhỉ mặc chơi cũng cho mà những scouting trong tham gia tàu chấm nhiều mặt thậm chí sẽ hay dùng là sai không nó sai thông vì hai là play bài miệng chứ tới nó ca trade nó trade scale chia bao nhiêu sáu đứa có chia tờ lộ bao nhiêu thế nhưng mà khơi nhưng phải dùng ra lo sai thông vì hai này play nó ca đặt lường mà nhưng mà chỉ hỏi chứ đôi nhom vậy chắc nhom đang entry nên là bọn này mình hay nhom tham sai nó bị bọc dạng tháng cứ bị đang làm mà vô mà rồi phía rồi để em chỉ đều nhưng mà rồi phía rồi để làm tiền bảo
chẳng xa nắng bỏ sân thì việc bọc đại nữa nắng nhóm thiên hô đó là bọn này nhóm đã bật lần đi không bật lần mà nhóm khi nhóm tụt chuột chẳng sử dụng máu phình thà tá hai đấy ban chỉ nhóm tre ordering của mình ở đạn hay ở trở lòng ở đạn lo sai thông mai đạn là mùi đừng tớ cứ theo profit hay chọc rồi tự chẳng mà đấy chấm lái miền đây thẻ nước biết đây confirm nó không tham frame tối dương trade scaleแบบนี้Tron Exchange cứ cái trade có một copy nhóm lại cái trôn tẻ nhưng mà thì họ thay ai vị trí chỉ đối tới ca trôn chạy trôn ai vị trí vì tay để chạy trôn này đồng bằng ai vị trí này vì trong thiên mới vì tay để chạm đo hai sấp chặt sấp đưa con mà rồi thì rồi này luôn bảo vệ chắc được bên này là vì chạy cho đo hai sấp thì rồi chắc này nhóm đừng tay nếu không hai sấp thì rồi nắng cho nó P position nhóm tay P position sân hà tá về màu pram tiết rồi có về nó tự lựa tiết màu pram với những về tự lựa tiết bởi khi nó nhóm luộc bởi sao thì nhóm sale bởi vì màu pram này về nhóm kết nhóm đừng đánh vì đừng màu vô tầm đó hay ai sẽ mà nhóm tục trở lại bị đọc tên một phẩy vàng này một lần một nhóm scale đó chẳng thì họ đã lấy nhóm tục được lại như này chọc vì đừng theo làm đó là bọn đi nhưng mà đánh mà đón pin là hốt đó vì đó lưới nhóm đánh đó lơ một con đi nhóm đánh sồn trình kỳ 4 phèm một position chẳng thật hay bởi vì trong một time tiết rồi clear đó là bọn ní ca sẽ làm vào nhóm nơi khổm ní nhóm take profit tăng từ lưới móc từ tràn hay đấy mà nhóm chia mình cho là bọn ní chốc vào sân này dừng cho lọt sai đọc là thì họ là bọn ní hay lối dương bị tầm rồi đọc lên một đánh là bọn ní dương tụ mình chốt đó đi nên chỉ hay khó lại và sau này dương cho nó lại năng pi position này phèm là thì họ nuôi dương miền hạ sợ chẳng là đó đấy dương và sau này dương cắt tha sản lại chân thì căn là món đi họ làm phải phèm đi và đang bởi dương cho nó là món đi làm ai là phèm lên đó thẩm lý đại bạc tục cho bạn dương fail mà dương bạn chơi vô mấy này anh chỉ hay khó khi phải em ấy khi nhầm ai sale là bạn khi phải em khuyên lôi vậy mình thay máu thẩm đi thì tại vì vấn đề vì miền promotion thay mình bao khổm đi chẳng cùng khơi nhóm thời chẳng lên đọc đi nhóm chọn đặt đối tượng nó ở đây có chọn bàn được nhóm đi này kháng được nhóm được gọi được nhóm nhưng mà mình lại các bạn thì chưa nhóm on miền lại các bạn thì nhưng mà lại các bạn để nó thằng off này nhóm miếng cứ nhóm out thằng off nè nhóm out nhóm miếng lẹ xong rồi đảm bảo cạnh xe hay take profit chụp những đơn cao ấy vài trăm ấy cho nên xong rồi phê mà cao thèm toàn nó có nhóm bị sai thiệt này nè tập miếng sự ngồi tiếp một điểm cho từ media thì liquid thì một tao với nhát mấy ăn cho là rồi bạn mấy là rồi nhát ăn cho rồi ở đây và riêng ta vào một con ở trường trader này đi có đó mua liền rồi đừng là tên nào và tại ở trend được lại đi thì tôi trong son switch time frame version ta nhầm đang là tên này mẹ cú nào hết mẹ cú chốt chơi đấy và tại chốt xong một sao sớm tí màu tiết bạn tờ lớn với mẹ tiết bạn tờ lớn mà máu nó sáng sớm tí vì thôi cho mày vô sân ui tao quên bà đấy nữa ok tao bắt đó vì cho mày vô một máu nên cả là máu viêm vô để cho mày tập chẳng bỏ mình xin đùa thế trong đừng cho mày đến những hào tháng liquidity chẳng liquidity chỉ kể liquidity cho mày điểm sân cho bọn đọc này ở chỗ sân này chỉ liquidity mình tên bởi chia vì xa mai những nhóm vật chia ọt nhưng bọn pra chân để miên mà bao nhiêu là khăn ông lấy chui pra thì mà liquidity bọn pra thầm ấy liquid mà liquidity trong bọn pra là liquid đấy ở về vô là ở về vô nơi ở về bro nghe vô được nông vì sao for đấy
còn này vía nhom chồn đây trống có tại này là hàng ông lấy mê cả đá sao hàng ông lấy là chui gì mà ông lấy lên thật English chết rồi này liquidity liquidation là những cái bởi vì sao trong cái hai năm buộc thêm hai ông có thiên riêu á cái hai ông có thiên riêu á ông có thiên riêu nó cứ bà xa cái hai bộ liquor xa một cái xa liquor nên dùng một tia hói ha ông này mình trong gì xa thì có đấy nhưng trong cái chỗ dùng được tia hói sáng này ông ông này ban dùn vì vía là bây ở chặt chỗ trong này mọi tàu theo blur tiền chẳng bà hai đấy bạn nhầm thử vô lại trang về liquidity bà bom ô nó đi outscore liquidity tế bom ô này nó đi trade ở đằng tự đào xa thì này ở đằng xa từ này thì chẳng bị nhóm ba bom ô này đi outscore liquidity cho bạc tế bom ô này đi trade mình đang tự đào xa nâng từ này thì này nhưng sẽ chết tôi thay score liquidity ở bát đâm thả nó vía bằng cao giảm mạnh hay rút riêng việc mạnh từ bỏ bộ là đi từ nào sang nhưng bây giờ bạn còn nắng hãy chạm vị nhóm hãy xuống rồi chạm trong liquidity cứ chia bỏ price ha cứ thiên riêu ông thiên riêu vấn đề là không tìm xa on chẳng ấy chẳng nhầm xong vô time frame bằng máu đầm bị xua nông cam mới nó xong một time frame bằng máu ni xua nông cam mới xong một time frame bằng máu yes đi bằng máu ôi nhưng mà được khuyên xa sai về bằng máu hay nó buôn máu bạn đi ha lùi sọt rồi lùi đồng này tai bà mà tiền cho nó cứ nhau tầm chất này nhưng để cái này tập chẳngตลอดมาไม่ได้ยังเป็น liquidity บางอย่างนี่ J on P ในក្នុងវិស័យ forex គឺជាទំហំនៃការចាក់ចូលលុយណាទំហំការចាក់ចូលនៅទឹកលុយឬក៏ការចាក់ចូលនៃការទិញឬក៏លក់នៅក្នុងទីផ្សារគ្រប់គ្រងដោយផ្នែកណាមួយផ្នែកលក់ឬក៏ណៃតិចហើយខ្ញុំសម្រាយប៉ុន្តែនៃត្រង់មកគេផ្សេងខ្ញុំខ្លាចមកដល់នេះអត់យល់អញ្ចឹង liquidity គឺអីគេគឺជាកន្លែងដែលគេចុះមក clear ឬក៏ដែលកន្លែងដែលគេត្រូវមកផ្ដាច់ SL ឬក៏ទឹកលុយអ្នកដែលត្រូវទិញឬក៏អ្នកដែលលក់នៅក្នុងទីផ្សារចាំពីហ្នឹងគឺជាកន្លែងដែលគេចាក់លុយចូលនេះ liquidity ឃើញមកទៀតនេះគឺ liquidity អញ្ចឹងនៅក្នុងនេះគឺសុទ្ធតែជា liquidity nó là bọn đi nè nè sell chân đánh nè nè tính cực hạn lại nữa đây nè cứ liquidity cứ chỉ cần lấy này kia cho từ clear nè tinh với con nè lụa nè cứ chỉ càng cho từ tinh từ clear nè tinh với con nè lụa nó nóng từ đau này tìm sản bảo vì chốt cứ viên clear liquidity nè tinh bảo vì lái liquidity nè lụa ta vô là món nào này được có chạm vào toàn bỏ thoát em chặt em mơ một nè em trong vô đây sạch ở toán đưa con đưa về trong giấy kẹp nhóm em chặt em mới ok này xong tuyệt vời rồi cái cùng chung này chia từng bác viên trong là một số liquidity năng đó cái cùng là cùng correct viên đang mà vô chưa đặt hàng viên tay đang mà vô chưa đặt hàng tay theo cà phê hay như ở đâu cà phê này có tay cái miền là viên trong cà phê táo viên từ nào tiên được coi phê đá viên chạy cho nó được mọi người chứ này có tay nhưng xong mà toàn phép tế nhưng xong mà vô ta liquidity nó nghĩ nó liquidity nên liquidity sweep nó xong tục when sweep nhưng xong ta sẽ vậy LQ
clear ត្រូវបាន clear liquidity ត្រូវបាន clear នេះ liquidity មួយនេះឡើងមកចាក់តម្លៃរបស់ liquidity ចាស់បំពេញតម្លៃដែលនៅសល់ឡើងទៅចាស់ហើយវាចុះមកវិញគេហៅថា liquidity sweep តែខ្ញុំអត់និយាយ liquidity sweep ទេគឺជាមេរៀនបន្ទាប់ទៀតយល់ពី liquidity អស់សិនអូខេមកឥឡូវមើលយល់អត់ liquidity ខ្ញុំសូមលុបសិនកុំឲ្យនិយាយនេះ liquidity នេះ liquidity ហើយអានេះក៏ជា liquidity ណាគេបើគេគូចណាគូចគេគូភ្ជាប់ពីចុងវាមួយទៅចុងវាមួយគេគូចឹងឬក៏នេះ liquidity គេគូចឹងប៉ុន្តែខ្ញុំអត់គូចឹងទេខ្ញុំគូចេះដើម្បីខ្ញុំដឹងថាតើវានៅក្នុងចម្ងាយប្រហែលគីឡូម៉ែត្រទៀតវាទៅដល់ liquidity មួយហ្នឹងមកបងប្អូនអរគ្នាកុំស្ងាត់ឆ្ងល់សួរខ្ញុំឥឡូវហ្នឹងមកគ្រូអញ្ចឹងមានថាគាត់មក clear liquidity ហើយប៉ុន្តែគាត់មានទឹកថាចុះទៅកន្លែងនេះដែរគ្រូសុំម្ដងទៀតមានន័យថានៅពេលដែលទៀនចុះមកដល់ liquidity ណាក៏បញ្ជាក់ថាវានឹងឡើងទៅចុះដល់គ្រូគាត់មក clear ហើយទៅវិញជាទូទៅมันអាចនឹងមិនថយទេនឹងថយជាដាច់ខាតតែនឹងថយវិញជាដាច់ខាតត្រូវតែថយប៉ុន្តែថយនៅកម្រិតប៉ុណ្ណាយើងអត់អាចបញ្ជាក់បានចុះមកហើយដល់ថយឬក៏ឡើងទៅហើយដល់ថយមកវិញជាធម្មជាតិផ្សារគឺអញ្ចឹងនេះនិយាយសួរស្រាប់ចេះ liquidity ខ្ញុំនិយាយចេះមកអាណាដែលអត់មានគេទៅអត់មានគេទៅប៉ះវាអត់ចាក់តម្លៃចូលគឺ liquidity ទាំងអស់ខ្ញុំគូឲ្យមើលយ៉ាងបណ្ដោយស្រួលយល់ហើយវាប៉ះហើយវាទៅវិញធម្មជាតិវាទៅប៉ុណ្្នឹងទេហើយទៅប៉ុណ្ណាយើងអត់ដឹងណាអាហ្នឹងសិតតែទីតាំងដែលវាត្រូវមកប៉ះសិតទីតាំងដែលវាត្រូវមកប៉ះសិតតែកន្លែងវាត្រូវមកប៉ះនេះ liquidity នៅតំបន់នេះគឺទៅបាន clear នៅតំបន់នេះ clear រួចអត់មានជាពាក់ណាមករៀល liquidity ទៅបាន clear អស់ហើយអញ្ចឹងទឿន alpha ហ្នឹងពិបាកក្នុងការទៅនិយាយយ៉ាងខ្លីយ៉ាងវិញណា liquidity ដែលបាន clear រួចមិនងាយនឹងត្រឡប់ទៅវិញទេអូខេសូមម្ដងទៀតមើលតាក់ទងជាមួយនឹងអា liquidity ដែល clear រួចមិនងាយនឹងទៅវិញចាំមានថាមិនមានន័យថាវាមិនងាយនឹងឡើងទៅ clear អាលើបន្តទៀតឬក៏បែបមិនដែរ Yes correct liquid ខាងលើនេះគឺជាកន្លែងដែលមកបញ្យល់សិនស៊ូមធំហើយឃើញភ្នែកអត់លេខប៉ាហ៊ីទេអានេះគឺជាដែលខ្ញុំបានប្រាប់អ្នកនរថា liquidity គឺជាកន្លែងដែលចាក់លុយចូលគ្រប់គ្រងដោយអ្នកទិញឬក៏អ្នកលក់ដែលវាចាក់ក្នុងការផ្លាស់ប្ដូរលំហូរនៃទីផ្សារពីលើទៅក្រោមឬពីក្រោមទៅលើណាបើវាចាក់ពីក្រោមទៅលើគឺវា clear អ្នក sale មិនចឹងត្រូវអត់ឆ្លើយសិនត្រូវអត់ឡើយបើវាចាក់ពីលើគឺវា clear អ្នកណាគេ clear អ្នកទិញបច្ច្រាគ្នាណាអញ្ចឹងហើយនេះបាននិយាយថានឹង liquidity គឺជាតំបន់ឬក៏កន្លែងដែលទីផ្សារមិនទាន់បានត្រូវទៅចាក់បំពេញនៅតម្លៃចាស់ខ្ញុំឧទាហរណ៍ផ្សារបច្ចុប្បន្នអស់ច្រឡំពីមុនវាយើងនិយាយទៀននេះទៀនយើងនិយាយក្នុងទៀន1ម៉ោងយើងនិយាយពីទៀនមួយនេះតម្លៃចុងក្រោយរបស់វានៅខាងលើនេះវាពងដាននៅសុកចឹងណាពងដាននៅសុកចឹងនៅហ្នឹងនៅតែលែហ្នឹងស្រាប់តែមិនដឹងពួកណាមកចាក់លុយប្រហែល3លានទៅ clear ពួកអ្នកពួក holding នៅតំបន់ហ្នឹង clear ម្ដងដែរដាច់ច្រើនគ្នាណាអញ្ចឹងគេថានៅក្នុងតំបន់ហ្នឹងមិនមានអ្នកណាម្នាក់ចូលទៅទិញប្រឆាំងឈ្នះអ្នកលក់ទេយល់អញ្ចឹងក្នុងមួយទៀតហ្នឹងគឺគ្រប់គ្រងដោយអ្នកលក់អ្នកទិញចូលទៅងាប់
chẳng nè đại ngóp ngóp nó cứ sẽ tại nè tình chẳng phụ ở nè tình tăng vào má nè ấy cứ chỉ lôi đen ở sau trâu viên tờ lọp trâu vô mình thế tâm cơ cái khổ mà tâm đá nó như luộc vô miên là luộc tối rồi nhưng luộc không sao được rồi sầm nam nó đấy anh ấy cứ đi giờ vô nó chạy trâu lắm giờ nên mới chạy trâu phần này viên tông tần nước ca đeo tầm lái hàng chế tu miên nơi hàng cao này nếu không vì sai forex nó bên na đại miênจะlàm tin lụa miên nơi hàng cao tên ở đây chẳng lái cứ store nó không đi tận đó chắc một sân chia đôi trong cả này khai muốn là món lụa chiêng mà quan pi ở táo viết phơ ao dương đó biết khai chưa được gì nhom đài nó cứ lụa miên bật nè miên nếu không đó này bên nào nếu từ lúc mà hôn mà từ lâm bi từ lâm ấy thừa ai nên giờ đó nên đầu tiền để đấy bao sân chỉ miên nè ná vô để có sạp bàn ná vô miên từ lụa nó không đồng hôm thôm nè buổi viên được clear đứa con ở bên này là kêu phải cho tận đấy đây tầm này hàng trên miên tinh lụa nó không ngày nước này viên được các đôi trở đòn ở đây tầm này miên tầm vài bữa hay sủng nô dân ta tờ láng tờ ớt đấy hay đông miên hàng cá nó VC kia đấy ban năng mà rồi bị rồi nó cứ fit một đông miên hàng cá và sẽ có chiên này để cái tiệc xe đay ấy xem còn là co ấy có cứ tẹt tông từ lần thoại ngọt đi chúng mình miên là tu cứ tam từ lần này nó tam miên từ lần tu nó là cái chặt trôn nó nông tròn yep tập trong lịch thi miền này tiết nhưng cho nó nên tôi đặt clear lịch thi nó sẽ mang một trong cái loạiนั้นมีในทางบอกเวลาจะเคลียร์เลยให้ที่เขาทางมีเคลียร์การแซงฉันบอกเรียกบอกว่าได้ก็ในทางหรือโพก็จะจงมากล่าวเป็นอย่าง năm trời đôi nhom vậy trong mấy nhỉ lịch thi biết được trong nó clear đi hay lại nên mình order block mùi nhỉ khi order block bằng màu mà đại mấy cái đá xui nhom mấy giờ tin đưa còn lúc đó là bọn nắng nhom hàng trong anh trai đấy của trong ai riêng sai nó trái với đừng lòn tham fan thông vi của lúc à vi của lúc tham fan thông đấy nhưng tham sai nó trái với đừng lòn tại nhom cu tham là nè nó không nè order block bằng màu nè vì trong một clear đó này vì clear là hai với lòn rồi với nhai mà lấy mà đồng buồn sang pi chừng phải lấy đai chắc là nó chỉ hạt khó là lịch thi của chẳng bao mà tiên mà máu đấy nó để nhưng mà tiên hỏi thì nhưng tao mò nhưng cũng ăn mưa hồn đấy cái này clear đó này lịch thi cái nhở cái này clear đó này chẳng được bên đẹp xa này của tôi này tin như là bọn này chẳng được bên cái tính nhé cái tin năng từ lời cho mẹ chẳng là bọn nó nẹt đáy nẹt đại khan bóng cứ bộ này nẹt lụ là bọn nó cứ lại cái lịch thi nó rồi bán khan được không là bọn này còn một tiết ta lại xa viên ta lọc vô ta lại trang vô viên là sai miền nẹt khác và con chỉ miền nẹt chẳng này chăm xa là bây ở miền bẩn lẫn cứ thở lái hát cho hai lá hai cho hai lá cứ từ vô lịch thi được ngày nếu bên này đại viên bằng cá nơi tổng rụng la bán đó này chẳng lịch thi bên đây là bọn này chẳng viên trong mà vô clear lịch thi đó này hai trở lại đây nó sau này thằng lớn đấy bên nó lao để vô ở lớn nó vinh tiền vì vô ở lớn nó nuôi hai bên trong mà vô này thằng sau thằng khổng này bên mà vô tiền vô ở đằng hai nữa thằng lớn thì chụp vẽ bên mà vô tiền vì thôi trăm chia là đai hai từ đai tiền tầm bay ấy nó không đi sai bên này hai bên này chẳng đánh không bên là mũi nó bên này lộ chẳng đánh lại tin vào việc khác để chơi lịch thi trên kia qua việc sau tầm máy để cho mang cái chặt sầm làm cho nó sang này chẳng á để sai bên láng chót thì mình nói nơi hiện sai giờ đấy nhưng chạy vào con liên hai hay thứ mấy bạn đang làm việc làm từ là bọn nó chạy kia vô ai qua thứ mấy bạn đợi và đây là nó đâu đấy thì mình chặt ta lịch thi nhưng sao mà cũng ta trở về là nó ta lịch thi toàn score có hay trong rồi chạy thì nó không về one chặt bà lom được luôn ai là ơi mà này xuống cũng sao cướp nhưng còn một người bảo vệ làm chọc cái việc thì rất đặc biệt trở lại cái nó làm mẹ nữa yes nhưng trong này lại try bạn nữa này
cứ đồng lại míaឬក៏đồng lạiអីក៏ដោយគឺវានៅតែប៉ុណ្ណឹងទេអញ្ចឹងណាវាតែប៉ុណ្ណឹងទេតម្លៃឆៅវាខ្ញុំឧទាហរណ៍នៅតំបន់នេះ5086ឡូរបស់វានៅប្រហែលខ្ញុំឧទាហរណ៍ណា4987វានឹងទៅមកនៅក្នុងតំបន់ហ្នឹងឲ្យយើង trade នៅហ្នឹងនេះយើង trade ពីលើមកអាក្រោមពីអាក្រោមទៅលើពីលើទៅអាក្រោមពីអាក្រោមទៅលើពីលើទៅអាក្រោមទៅលើតែប៉ុណ្្នឹងទេ trade នៅក្នុងប្លង់ហ្នឹងនេះប្លង់នេះណានេះ trade នៅក្នុងប្លង់ហ្នឹង trade ទៅ trade ក្នុង time frame ប្រហែល15នាទី30នាទី5នាទី1នាទីគឺ trade នៅក្នុងហ្នឹងវាបង្កើត AVG វាបង្កើត order block ឲ្យយើង confirm ចូល trade ថាតែយើងអត់ចេះ switch time frame អានឹងជាឧបសគ្គអូខេ អូខេនៅក្នុងអញ្ចឹងខ្ញុំសូមសួរមើលទៅបើសិនជាឧទាហរណ៍ថា liquidity ហ្នឹងវាទៅយកហ្នឹងគឺយកនៅតម្លៃខ្ពស់បំផុតបើវាឡើងទៅលើឬក៏វាចុះមកក្រោមវាយកនៅតម្លៃទីបំផុតបងវានឹងចុះមកយកប៉ុន្តែអត់ដឹងពេលណាគង់តែមកយកឯងវាមានឧបសគ្គក្នុងការរាំងហើយឲ្យទៅលើវិញទៀតក៏មានដែរអានេះជាវិធី technical បើកតាព័ត៌មានសង្គ្រាមផ្សេងទៀតគេគិតផ្សេងទៀតអញ្ចឹងណាបាទគឺចុះបើសិនជាឧទាហរណ៍យើងចាប់ liquidity អញ្ចឹងយើងចាប់ឧទាហរណ៍ថាយើងមើលនៅក្នុង time frame មកអញ្ចឹងយើងចាប់ប្រហែលទៀនឬក៏យើងចាប់រយៈពេលប្រហែលដែរបើយើងចង់ trade នៅក្នុង time frame ណាយើង confirm time frame ហ្នឹងខ្ញុំឧទាហរណ៍បើយើងអត់ដែរណាគេទៅក្នុង time frame 1ម៉ោងទេបើខ្ញុំ trade តែនេះយើងប្រហែលអត់ទេបើយើងចង់ trade ក្នុង5នាទីយើង confirm liquidity នៅក្នុង1ម៉ោងរាប់4ដងនៃ time frame យើងចង់ entry 4ដងឡើងមកលើណា4ដងឡើងមកលើមកបើ trade 5នាទីវាមានគេ15 40 1ម៉ោងយើងចាប់ពី1ម៉ោងទៅ entry ក្នុង5នាទីតែបើយើង trade កន្លះម៉ោងឬក៏15នាទីដល់ខ្ញុំយកពី4ម៉ោងមក entry ក្នុង15នាទីឬក៏30នាទីទៅ entry បានអញ្ចឹងណាសូមប្រាប់ទៅអត់តាន់អូខេឥឡូវចេះអ្នកវិរៈសួរខ្ញុំមិញថាបើខ្ញុំចង់ trade ក្នុង time frame 5នាទីតែខ្ញុំ confirm វាមិនយើងត្រូវចេះចាប់ពី1ម៉ោងឡើងអស់ចុះទៅថោកចេះតែចាំថាខ្ញុំឲ្យអ្នកគ្នាស្រួលចាំកន្លែងធ្វើការឬក៏ប៉ូលីស PM ស្ថាប័នណាក៏ដោយមេធំនាំកូនចៅឲ្យដើរតាមគោលនយោបាយឬក៏ផែនការរបស់ពួកគាត់មែនទេត្រូវអត់បាទអត់អាច sales manager ឬក៏ MD មកដើរតាមគោលនយោបាយរបស់ sales executive sales rep ទេមែនអត់បាទវាហៅថាកូន sales ណា sales កញ្ចន់រនអញ្ចឹងដើម្បីយើង entry នៅក្នុង time frame 5នាទីអ្នកនេះរាប់4ដងនៃកម្រិតរបស់វាមកខ្ញុំលើកទឹកចិត្តឲ្យយក15 30និង1ម៉ោងវាជាទម្លាប់របស់ខ្ញុំ trade រាល់ថ្ងៃអញ្ចឹងបើយើងចង់ entry យើងចង់ trade ក្នុង5នាទីអញ្ចឹងអ្នកនេះចាប់យកទិសដៅផ្សារពី1ម៉ោង confirm ក្នុង30 confirm ក្នុង15 entry ក្នុង5នាទីចាប់ផ្សាយចឹងមកអញ្ចឹងណាចឹងមកខ្ញុំឲ្យអ្នកនរមើលថាតើខ្ញុំចាប់ពីមិននេះចូលរៀងជ្រៅណាហើយខ្ញុំស្ដីកត់ផងហើយយ៉ាងតារៀនទៅអត់ចេះតែបើចង់ឆ្ងល់មកសួរខ្ញុំទៀតបាទខ្ញុំចប់លវលបន្តិចខ្ញុំសូមរីកបន្តិចអូខេតាមតាណាអូខេបាទអញ្ចឹងមកឥឡូវនេះខ្ញុំនឹងឲ្យអ្នកនរមកមើលថាតើទិសដៅផ្សារឥឡូវយើងទៅក្នុង time frame 1ម៉ោងអ្វីដែលខ្ញុំចូលមកមុនគេខ្ញុំអាច trade 1ម៉ោងណាបើដៃបងអ្នកនរ trade មើលខ្លួនឯងទៅណាខ្ញុំនឹងចាំថាតើចុងហើយចុងក្រោយរបស់វាគឺអីគេ pre high ខ្ញុំសេ pre high គឺ high ចុងក្រោយរបស់វានៅកន្លែងណាគឺកន្លែងនេះខ្ញុំចាប់គឺជាចុង high ចុងក្រោយរបស់វាដើម្បីខ្ញុំដឹងថាតើទិសដៅផ្សារវាធ្លាប់ទៅកន្លែងណាវាឡើងដល់កន្លែងណាវាចុះដល់កន្លែងណាណាហើយខ្ញុំចាប់នៅចុង low មួយទៀតខ្ញុំយកនេះជាចុង low របស់វា low ចុងក្រោយនៅក្នុងរយៈពេល1ម៉ោងនេះចុង low អញ្ចឹងខ្ញុំនឹង confirm ទៀតថាអូខេនៅក្នុង1ម៉ោងវាមាន array ណាចាប់ពីខ្ញុំ confirm អត់អញ្ចឹងអ្វីដែលខ្ញុំមើលឃើញខ្ញុំឃើញមាន order block 1ម៉ោង1ប៉ុន្តែខ្ញុំមិនអាចចាប់បានទេ1ម៉ោងវា too much វា too big វាធំពេកណាយើងអាច entry បានទេប៉ុន្តែវាមានជា order block 1ម៉ោងអញ្ចឹងខ្ញុំអ្នកគ្នាមិនចង់សួរខ្ញុំមិនដឹងគេខ្ញុំចង់និយាយពីការ switch time frame យើងមើលឲ្យអស់អញ្ចឹង
បានយើង trade បានចាប់ដំបង high ចាប់ដំបង low ឲ្យអស់មកហើយមើល array របស់ផ្សារមានអីគេមាន order block មានអីគេទៀតអូខេអានេះមាន breaker មួយណាខ្ញុំចាប់បាន breaker 1ម៉ោងណាតើបានបុកដាច់អញ្ចឹងនៅពេលដែលបុកដាច់អញ្ចឹងវាទូនទីវាមិនវាឈប់វានៅធ្វើឲ្យផ្សារផ្លាស់ប្ដូរលំហូរពីឡើងទៅឈប់ចុះទៅឡើងទេខ្ញុំដាក់ BK 1ម៉ោងមាន breaker មួយវានៅតំបន់ហ្នឹងហើយខ្ញុំមានអីគេចាប់ទៀតអានេះជា SVG ខ្ញុំឃើញមានបក្របណាឥឡូវវាបុកដាច់ហើយវាទៅជាអីគេវាទៅជា I VG អូខេអញ្ចឹងនៅពេលដែលវាបង្កើតជា IVG អញ្ចឹងផ្សារហ្នឹងប្រកបជាឈប់ឡើងហើយនៅទីនេះខ្ញុំឃើញមាន breaker មួយទៀតពីរគ្រាប់អី breaker អញ្ចឹងផ្សារហ្នឹងគឺប្រវត្តិក្នុងការឡើងមែនទេយើងឃើញថាអញ្ចឹងក៏ប៉ុន្តែនៅទីនេះយើងឃើញមាន order block មួយគ្រាប់ធំដូចគ្នាដែរប៉ុន្តែយើងអត់ទាន់ចាំទេអូខេអញ្ចឹងអស់ហើយផ្សារมันមានការផ្លាស់ប្ដូរលំហូរអីទេប៉ុន្តែយើង switch នេះឥឡូវខ្ញុំពុំវិភាគក្នុង1ម៉ោងហើយឃើញទេអញ្ចឹងខ្ញុំចាប់1ម៉ោងឲ្យអស់ហើយទៅដើមផ្សារអ្នកស្រាអត់ចេះដល់គ្នាប្រើ Fibonacci មកនេះ Fibonacci នេះថតទុកមកនេះចាំខ្ញុំប្រាប់ពីទៅដាក់ setting ក្នុង Fibonacci នេះមកចេះចាប់ផ្សារនេះអត់ទេចេះចាប់អាហ្នឹងអ្នកនេះស្គាល់ទៅដើមផ្សារអត់ចេះគូអាហ្នឹងហើយនៅចឹងខ្ញុំចាប់ Fibonacci ហ្នឹងអូខេចឹងផ្សារខ្ញុំឃើញទិសដៅវាកំពុងដើរនៅក្នុងទម្រង់ពាក់កណ្ដាល 50% ចឹងបើសិនជាទិសដៅផ្សារអត់មានទេអ្នកនេះគូសពីលើក៏បានពីក្រោមក៏បានដែរគូសមកទៀតឃើញផ្សារដើរនៅទម្រង់ 50% ចឹងផ្សារនៅពេលណាដែលវាដើរនៅក្នុង 50% ចឹងគេអត់ trade ទេមិនមានអ្នកគេ trade ទេណាអញ្ចឹងនៅក្នុង1ម៉ោងខ្ញុំចាប់អស់ហើយនេះខ្ញុំចាប់1ម៉ោងខ្ញុំចាប់ array អស់ហើយខ្ញុំចាប់អស់លីងហើយខ្ញុំចូលនៅក្នុង30នាទីអត់ឃើញវីដេអូទៀតនេះវាចាប់បានមានទៀតចាស់ជាងមុនអញ្ចឹងខ្ញុំ confirm នៅក្នុង30នាទីតាមមានអីខ្ញុំចាប់អត់30នាទីក៏អត់មានអីខ្ញុំចាប់ដែរគឺ sideways ផ្សារ sideways ដោយសារអីវាដើរនៅក្នុងទម្រង់50នាទីនៅឡើយព្រោះអីបើយើងចាក់មកតង់ទៀតណាខ្ញុំអត់ដល់គ្នាមើលយើងចេះមើលចាក់មកតង់ទៀតខ្ញុំចាក់តង់ទៀតខ្ញុំចាក់ពីក្រោមទៅវិញដើម្បី confirm ថាផ្សារវាបានធ្លាប់ដើរដល់តំបន់ណាផ្សារធ្លាប់ដើរបានដល់ 60% ជាងអញ្ចឹងនៅក្នុង time frame 1ម៉ោងហ្នឹងជាទូទៅយើងត្រូវដឹងជាផ្សារថានៅពេលដែលវា clear ដល់ចន្លោះពី 70% ហើយវានឹងដូរទិសដៅត្រឡប់ទៅវិញហើយអញ្ចឹងឧទាហរណ៍ថាឥឡូវបើសិនជាវាកំពុងតែចុះពីលើមកអញ្ចឹងវា clear ដល់ 70% នេះ clear នេះ 70% see 70% នេះឃើញអត់ឃើញគ្រប់នៅពេលដែលវាចូលដល់ 70% ណាវានឹងឡងត្រឡប់ទៅវិញដាច់ខាតឡងតិចច្រើនអត់ដឹងត្រឡងដាច់ខាតឬក៏ 60% ជាងវានឹងឡងទៅវិញដាច់ខាតហើយក៏អាចនឹងលើកពី 70 ឡើងដល់ 100 ក៏មានដែរលើស 100 ទៀតក៏មានដូចគ្នាហើយបើវាឡងត្រឡប់ទៅវិញវានឹងចាក់ទៅក្នុងតំបន់60ឡងធ្វើ leader ចូល 50 ហ្នឹងគឺតំបន់ leader ខ្លាំងហ្មងអត់ទៅណារួចទេវាអាចនឹងបុកអា50ហ្នឹងអត់រួចចុះមកយក100បើសិនជាក្នុងលក្ខខណ្ឌនៅតំបន់នេះវាអត់បាន clear ដល់ 100 ទីហោថាឥឡូវខ្ញុំលើកនេះទៅវិញចេះហើយវាក្នុងលក្ខខណ្ឌថានេះវាបុកបានតំបន់ហ្នឹងបុកអត់ទៅស្រាប់វាបង្កើតមានគេវាបង្កើត array ទុកនេះវាបង្កើតអីគេវាបង្កើត IVG នៅតំបន់នេះមួយទុកអត់ឲ្យឡើងអត់ឲ្យដាច់ 50% ទេច្បាស់ណាស់ផ្សារហ្នឹងគឺវាចង់មកក្រោមណាឃើញទេតែសំណួរថាវានឹងគ្រប់នៅក្នុងតំបន់ 60-70% គ្រប់ដឹងតែគ្រប់ដាច់ខាតវាងមកក៏ដល់គ្រប់ដែរដឹងតែគ្រប់ណាអូខេយល់ទេតំបន់ហ្នឹងទៅពេលដែលយើងចេះយើងចង់ entry ក្នុង5នាទីអ្នកនរវិភាគខ្ញុំមកមុនខ្ញុំទៅទៀតខ្ញុំចង់ឲ្យសួរសំណួរនៅតំបន់នេះសិនអាចអត់យល់នឹងយល់ខ្លាំងណាស់នឹងយល់ទាំងអស់អញ្ចឹងតើអញ្ចឹងឥឡូវផ្សារនេះវាដើរនៅក្នុងតំបន់ 50% វាអត់មានកន្លែង entry ទេ trade អត់កើតទេនៅក្នុង30នាទីអូខេអញ្ចឹងខ្ញុំក៏អត់មានអីចាប់ពីគ្នាដែរនៅក្នុងពេលនេះខ្ញុំចាប់អត់មានអីចាប់ទេខ្ញុំសូមលុបវាចេញសិនខ្ញុំលុបចេញសិនឃើញទេវាចាក់ដល់ 50 គឺវា trade ត្រង់នៅតំបន់ហ្នឹងអញ្ចឹង30នាទីយកមានអី confirm ទេព្រោះផ្សារកំពុងតែ sideways នៅឡើយចេញចូល15នាទីមើលថានៅក្នុង15នាទីមានអីគេទៀត15នាទីហេតុអីបានជានៅក្នុងតំបន់ 50 វាឡើងអត់រួច
វាជាចរិតរបស់ផ្សារគឺចឹងវាតែប៉ុណ្្នឹងទេវាមាន FVG 15ទី1ទុកវាមាន FVG 15ទី1ទុកយេឃើញទេគឺវាទុកឲ្យឡើងហ៎ចឹងផ្សារនេះគឺរកកោចំមកក្រោមណារកកោចំមកក្រោមអញ្ចឹងនៅក្នុង5នាទីមានអីគេនៅក្នុង15នាទីវាមាននេះគេហៅថា mitigation មួយទៀតខ្ញុំមើលឃើញថា mitigation វាជា mitigation ណា MTG ខ្ញុំសុំតែ say MTG មួយសិនអានឹងចាំសួរពេលក្រោយទៀតហើយខ្ញុំគាត់ឲ្យនេះចេះក្នុងការចេះវិភាគផ្សារព្រោះអាការ switch time frame ហ្នឹងគឺជាឧបសគ្គដ៏ធំសម្រាប់អ្នក trade ហ្មងអ្នកដែលរៀន ICT ហ្មងអញ្ចឹងអ្នកមាន mitigation គឺថាដូរលំហូរអញ្ចឹងផ្សារឡើងទៅលើវិញនៅក្នុងតំបន់នេះវាអត់ចម្លែកទេវាទៅឡើងទៅអញ្ចឹងហើយអត់មានចម្លែកវាទៅតែអញ្ចឹងវាជាទម្លាប់ផ្សារអញ្ចឹងវាមាន mitigation ផ្សារនេះយើងមានអីគេទៀត clear sweep low has sweep low clear រួចរាល់ឥឡូវនេះវាចាក់ចូលនៅតំបន់ FVG ប្រហែលយើងចាក់មើលទៅអត់សំទោសចាក់បាន%ចាក់បាន 50% ហើយចំផ្សារហ្នឹងយើងអាចពិចារណាក្នុងការ sell ត្រឹម 50% 281សូមមើល message គ្នាយើង អូមានឃើញមាន message មួយអញ្ចឹងនេះវាចាក់ដល់50 60ឬក៏70%គឺតំបន់របស់យើងគួរតែលក់បានឃើញទេតែយើង confirm ផ្សារ confirm អញ្ចឹងឥឡូវខ្ញុំដល់15នាទីហើយផ្សារនេះខ្ញុំអាច trade បាននៅក្នុង15នាទីប៉ុន្តែខ្ញុំអត់ entry ក្នុង15នាទីទេខ្ញុំនឹង switch ទៅរក5នាទីដើម្បី entry រក SL កាន់តែទូ yes អញ្ចឹងនៅពេលដែលខ្ញុំចូលមកក្នុង5នាទីខ្ញុំមើលឃើញថាផ្សារនេះគឺ SL 5នាទីមិនតូចទេគឺនៅតែធំដដែលអញ្ចឹងខ្ញុំនឹង confirm ត្រឡប់មក15នាទីវិញរួចបន្តមកខ្ញុំលុបនេះចោលសិនអ្នកនេះអាចសួរខ្ញុំម្ដងមកកាលនៅពេលក្រោយទៀតសូមលុបសិនតែខ្ញុំគួរនេះយើងមើលទៀតតែសារនេះវាជាអត់ទៅការប្រើប្រាស់ទេខ្ញុំនឹង entry នៅតំបន់ 70% នេះហើយ SL ខ្ញុំដាក់នៅតំបន់នេះខ្ញុំឲ្យវា3លេខទៀត49 50ហើយខ្ញុំនឹងយកដល់នៅ low មួយនេះការ entry របស់ខ្ញុំគឺ confirm បែបនេះនេះការវិភាគផ្សារនេះក្នុងការ entry 5នាទីណាហើយបើបច្ចុប្បន្នឲ្យសរុបជាធម្មតាខ្ញុំមិនដែល entry ក្នុង5នាទីទេខ្ញុំ entry យ៉ាងតិចក៏15នាទី30នាទីដែរព្រោះខ្ញុំ date ខ្ញុំជាអ្នក trade ខ្ញុំ confirm ពី daily ទៅមកមានសំណួរអញ្ចឹងមើលថាតើ setup របស់ខ្ញុំយក TP ឬក៏ SL លោកគ្រូខ្ញុំសូមសួរទីគ្រូបាទដែលតើលោកគ្រូមានភាសាមិនអាស្រ័យលើពីហើយពីនិងពីលោវិញគ្រូបាទបើសិនជាពីហើយខ្ញុំរកឃើញតែសម្រាប់ពីលោហើយយើងចាក់មិនដឹងថាមួយណាពីលោគ្រូpre-low នេះយើងមើលអា low ចុងក្រោយនឹងក្បែរគ្នានឹងអស់នេះ pre high នេះ pre-low របស់វាយកចុង wick មកនេះឃើញអានេះចូលគ្រូមានបន្តមកពីគ្រូសុំម្ដងទៀតចូលគឺយើងកំណត់យកកន្លែងនេះជាពីលោមិនយើងអាចកំណត់បានថាដោយសារតែនៅក្នុងរយៈពេលមួយថ្ងៃហ្នឹងគឺអត់មានកន្លែងណា high លើសនឹងឬក៏ low លើសនឹងទៀតទេអូខេចាំគ្រូព្រោះយើង trade នៅក្នុងប្រចាំថ្ងៃយើងកំណត់បានថាខ្ញុំឲ្យអាក្បាច់នឹងមួយចុះខ្ញុំថាអត់ចង់វែងឆាយទេខ្លាចតែយើងអ្នកថ្មីគឺគាត់អត់បាក់យកមែនទេអ្នកថ្មីសោះនេះទៀនខ្មៅម្ដងទៀនថ្ងៃហ្នឹងទៀនម្ដងហ្នឹងទៀនហ្នឹងគឺទៀនថ្ងៃហ្នឹងណាចេះដល់នេះចាក់ចុងទៀនលើចុងទៀនក្រោមថ្ងៃហ្នឹងមកត្រេតចឹងហើយវាភាគដេញទៅក្រោមចឹងអូខេបើដល់នេះត្រេតក្នុងថ្ងៃហ្នឹងចាក់ទៀនថ្ងៃហ្នឹងមកណាបាច់ចាក់2ទៀន3ទៀនខ្ញុំនេះត្រេតថ្ងៃហ្នឹងចាក់ទៀនថ្ងៃហ្នឹងមកមិនដែរយកអាសាច់យកបាទយកគ្រូខ្ញុំយកស្មារតី
chẳng miền này người ta tua nhau trend time frame 5 tí hoặc 5 tíយើងចាក់ពីមួយថ្ងៃទៅគឺចាក់លោហើយ correct យើងចាក់រត់ទៅដើមសារនៅក្នុងថ្ងៃហ្នឹងព្រោះអ្នកតែនៅក្នុងថ្ងៃហ្នឹងយើងទៅរត់ទៅដើមសារថ្ងៃផ្សេងទៀតហើយមិនត្រេតប្រចាំលេង 3 4 5 ថ្ងៃដូចខ្ញុំណាចឹងអ្នកនេះអាចត្រេតចឹងបានមក ខ្ញុំមានសំណួរមួយបង បាទ ចង់សួរទីតទៅជាមួយនឹងការ trade ហ្នឹងទីហៅថាពេលផាត់វាត្រូវមកអាស៊ីពេលល្ងាចមក New York និងមក London ចឹងបើសិនជាយើងចង់ trade នៅក្នុងមក New York ឬមក London តើយើងអាច confirm នៅក្នុងមកអាស៊ីដែរអត់ឬក៏បាច់ទេ ត្រូវតែ confirm ចាប់យក array ដើម្បីទុកទីផ្សារដូចគ្នាចាប់ទុកខ្ញុំមកទីហោបែបនេះមកអាហ្នឹងចូលទៀតដែរចូលមេរៀនជ្រៅណានេះចូលtrongអ្នក trade បាត់ហើយមិន beginner ទេតែអ្នកនេះអាចមើលបានចឹងខ្ញុំបើក session មកនេះខ្ញុំបើក session នឹងចោលអត់ចំទុកខ្ញុំបើកចោលខ្ញុំបើកយកខ្ញុំ remove ចេញអស់សិន session វា ASEAN rank មើលអត់ឃើញដែរបើក daily ខ្ញុំបានវាមិនឃើញចឹងទីហោនេះខ្ញុំតែ daily ខ្ញុំចាប់ low ចោលហើយចោលខ្ញុំតែថ្ងៃនេះចឹងខ្ញុំចង់ថាឥឡូវសារតាំងពីព្រឹកដល់ឥឡូវវាដល់ណាហើយឥឡូវហ្នឹងពីព្រឹកវាដល់ណាពីថ្ងៃវាដល់ណាយើងចង់ដឹងណាចឹងបើយើងដើម្បីឲ្យដឹងពីតាមសារទៅណាទីគឺទៅដឹងថាអូខេពីមួយថ្ងៃហ្នឹងពេញកន្លែងវាទៅដល់ហ្នឹងវាដល់តំបន់ណាហើយចឹងអាក្រុមនេះនេះអានេះមកតំបន់ដែលវាធ្វើទៅនេះគេអត់មកនេះនេះអានេះចិត្ត cursor របស់ខ្ញុំនេះហ្នឹងមកណាthì cho nên màu như nó đỏ màu mà nó bị từ lại ngay đó hay mưa nữa thứ tự chẳng nhung chập lô chập hay hay chẳng nhung màu buồn màu trong mấy session bọn nhóm mình lô chân xin tiến lô session nó trong bay ta chẳng là nó đôi liquidity nó thì cái nào đi chập tiền 100 hay nó thì nó liquidity mỏng chẳng mà lấy nhung trong mấy bạn nó xong bật xong bật với hai nhóm bạn là mình sẽ hello we computer we អត់មាន record ដល់ពេលដែលរៀនណាខ្ញុំចង់មើលវីដេអូបន្ថែមទៀតព្រោះខ្ញុំអត់សូវចាំទេមានខ្ញុំសារនៅក្នុងក្រុមមេរៀនហើយយើងមានអស់នេះខ្ញុំមានក្រុមមេរៀនដែលបរិញ្ញាបត្រផ្សេងទៀតច្រើនទៅខ្ញុំឥឡូវឆាប់ផ្លេចទេអូហើយតែបានអញ្ចឹងអាស៊ានតែចង់មិនចាំបានរបស់ខ្ញុំអត់លោតចឹងចឹងមកឥឡូវយើងបើសិនជាវាអត់ចាញ់ខ្ញុំមិនចង់រវល់ជាមួយវាខាត់ពេលអញ្ចឹងsetting នេះដល់នេះខ្ញុំអ្នកនេះចង់បានដាក់បាននេះខ្ញុំចង់នៅពីលំហផ្សារតែឥឡូវខ្ញុំលេងមើលហើយនេះពេលដែលខ្ញុំនៅ beginner វាអត់ចង់ខ្ញុំអត់តចេះខ្ញុំធ្វើការវា support ខ្ញុំដើម្បីខ្ញុំនឹងធ្វើដើមផ្សារឥឡូវខ្ញុំលេងប្រើហើយខ្ញុំបានបတ်វាចោលអញ្ចឹងយើងដឹងមកថាឥឡូវ4ម៉ោងយើងចាប់ចឹងមកផ្សារអត់មានអីទប់មានអីចាប់ទេអញ្ចឹងយើងចូលមកដូចគ្នាដែលខ្ញុំចាប់មុននឹងអញ្ចឹង1ម៉ោងអញ្ចឹងពីព្រឹកមកយើងរាប់ថាម៉ោង6ថាម៉ោង7ម៉ោង8អាស៊ីនបើណាយើងរាប់ថាវាបើក4ម៉ោង1 2 3 4នោះរបស់នេះគឺមានអាស៊ានណាខ្ញុំសុំ highlight អាស៊ានទុកណាខ្ញុំសុំ highlight អាស៊ានទុកព្រោះសារវាអត់ដូតខ្ញុំ highlight អាស៊ានស្គាល់ចេះហើយតមកទៀតវាបិទហើយវានឹងបើកក្នុង1ម៉ោងនេះទៀត1ម៉ោងនេះវាបិទវាសម្រាប់មែនទេ4ម៉ោងទៅវាសម្រាប់1ម៉ោងអញ្ចឹងខ្ញុំសុំចាប់សុំទុកខ្ញុំសុំចាប់ម៉ោងលុនទុកនៅតំបន់នេះ4ម៉ោងនេះគ្នា1 2 3 4សុំចាប់ទាំងនេះ4ម៉ោងតមកវាបិទ1ម៉ោងហើយវាមកនឹងបើកជាមួយនឹងម៉ោងញូវយ៉ក1 2 3 4សុំចាប់ចេះវិញនោះតែទីហត់ទេណាតែចិត្តពិតខ្ញុំចាប់មិនដឹងត្រូវឬខុសគាត់ថា4ម៉ោងម្ដង4ម៉ោងម្ដងប៉ុន្តែញូវយ៉កវាវែងជាងគេតោះអញ្ចឹងអានេះយើងចាត់ទុកថាវាជាតំបន់ម៉ោងអាស៊ីពេលដែលបើកផ្សារយើងចាប់ហៃចាស់នៅក្នុងថ្ងៃនឹងហើយយើងចាប់ដូរមកនៅនេះចាស់ Fibo មកថាផ្សារឥឡូវហ្នឹងវាកំពុងតែដើរនៅក្នុងតំបន់ណាចង់ដឹងណាសម្រាប់ beginner យើងចាប់វាមកវាដល់នេះខ្ញុំចង់ឲ្យចង់អួតគេឃើញស្អាត clear អីបាច់ទេចាប់ឲ្យត្រូវឲ្យស្នេះមកចឹងឥឡូវផ្សារកំពុងតែដើរក្នុងតំបន់ 50% ចឹង 50% ផ្សារគឺសាយវិញចឹងយើងកំណត់សម្គាល់បានថានេះគឺអាស៊ី
ថាតើយើងទុកអាស៊ីហ្នឹងដើម្បីចាំមកតែនៅក្នុង London ណាយកចាប់អរេនៅក្នុងអាស៊ីមកទុកជាមួយ London អត់អញ្ចឹងហីមិនចឹងនៅក្នុងខ្សែនេះ sideways នៅពេលដែល sideways បែបនេះពិតជាអត់មានអីទុកទេយើងឃើញមានតែបន្តិចតែប៉ុណ្ណោះគឺជាមួយនឹង AVG អាចទុកបាននេះឃើញទេនេះ AVG 30ឃើញនៅពេលដែលមាន AVG 30នាទីមកគឺវាគ្រប់ឯងវាគ្រប់រហូតគ្រប់ម្ដង2ដង3ដង4ដងគ្រប់4ដងហើយយើងត្រូវតំបន់ហ្នឹងយើង affect យើងយក AVG នៅក្នុងតំបន់ time frame អាស៊ីក៏មកតែក្នុងតំបន់នេះគ្នាចាក់ចូលឡងដូចគ្នាឃើញទេនេះ AVG នេះ AVG ចាក់ចូលនៅតំបន់នេះឡងធ្លាក់មកវិញដូចគ្នាឃើញអត់អញ្ចឹងយើង take profit នៅតំបន់នេះយើងចាក់គេហៅថា sell short position 30 40 50% 10 20 30 40បើសិនជាវាឡើងមកដល់យើងអត់បាន take profit ទេបើសិនជា buy limit ហើយ take profit អានេះ low ចាស់វាគួរតែយកប៉ុណ្ណេះអញ្ចឹងឃើញ take profit បានអត់ take profit នៅក្នុងម៉ោង London បានដូចគ្នាបើយើងចូលនៅ44វាតម្លាក់ខ្លួនដល់ប្រហែល12 32លេខយើងចាក់$1យើងចំណេញបាន$32ដែរតែគួរតែលេខណាហើយសមមុតិថាយើងយកផ្សារLondon ទៅទុកផ្សារយើងយកបាននេះបានដូចគ្នាចាំដូចគ្នាចាំមកណាចាំដូចគ្នាចាំមកប៉ុន្តែក្នុងសារសម្ភារមាន confirm ទេខ្ញុំចូលមក15នាទីយើងឃើញមាន order block សម្រាប់ confirm នៅក្នុង15នាទីមាន order block មាន order block មាន order block នៅតំបន់នេះចាក់ចូលឡងទៅវិញដូចគ្នាដែរណាសិតតែ take profit បានដូចគ្នានេះយើងយក order block នៅក្នុង time frame នៅក្នុង session របស់ London យើងមក confirm យើងមកប៉ែដូចគ្នាតែប៉ុណ្ណឹងផ្សារហើយដែរបងប្អូននេះអីខ្ញុំសុំទៅមើលទៅមកទៅមកអាស៊ីទៅខ្ញុំអត់ច្បាស់ទេអូខេខ្ញុំបន្តិចនៅក្នុងសភៅខ្ញុំដូចជាមានដូចជាមាននេះគឺមានតែម្ដងនេះនៅក្នុងម៉ោង talk show គេហៅម៉ោងអាស៊ីបើមែនតើវាបើកតាំងម៉ោង6ប៉ុន្តែគេ confirm ជាម៉ោងផ្លូវការគឺនៅម៉ោង7ព្រឹកអញ្ចឹងណាហើយវានឹងបិទម៉ោងត្រឡប់ទៅវិញនៅម៉ោង12ប៉ុន្តែនៅខ្មែរយើងគេនិយាយម៉ោង8ហ្នឹងគឺគេចូល trade ត្រឹមត្រូវអញ្ចឹងម៉ោង7ហ្នឹងគឺដល់ម៉ោង12ណាមួយ session ម៉ោង1សម្រាប់ម៉ោង2បើកទៀតណាអូខេចឹងដល់នេះចាំមើលនៅចន្លោះពីម៉ោង12ទៅម៉ោង1ពីច្រើនគឺ sideways ឲ្យខ្លីៗទួយទេអត់មានអីដែរទេហើយចន្លោះពីម៉ោង2ទៅដល់ម៉ោង6ទៅម៉ោង7ហ្នឹងគឺជាម៉ោងរបស់ London ផ្សារនៅក្នុង London គឺអត់សូវកាច slow ដែរ slow ជាងគេហ្នឹងហើយបើពី New York គឺម៉ោងអាមេរិកបើពីម៉ោង7ខ្ញុំជាទូទៅខ្ញុំត្រូវត្រឹមតែម៉ោង10កន្លះទេខ្ញុំមិនត្រូវម៉ោង10ទេតែវាបិទម៉ោង10នេះម៉ោងដែលវាធ្វើការអញ្ចឹងលោកគ្រូមានន័យថាចន្លោះពេលដែលម៉ោងផ្សារសារៈហ្នឹងយើងអត់ត្រូវទេកុំដាច់ខាតហើយផ្សារបើកភ្លាមចន្លោះពីកន្លះម៉ោងទៅ1ម៉ោងក៏មិនគួរត្រេតដែរចាំឲ្យផ្សារដើរបានចន្លោះពី1ម៉ោងរួចរាល់ហើយឬក៏1ម៉ោងកន្លះអូខេនឹងគឺពេញសាច់វាបង្កើត structure ផ្សារស្អាតយើងត្រេតមានសុវត្ថិភាព confirm ល្អអញ្ចឹងមានន័យថាបើសិនជាយើងត្រេតនៅម៉ោង New York យើងត្រេតម៉ោងយ៉ាងម៉ោងល្អបំផុតគឺម៉ោង8កន្លះខ្ញុំលើកទឹកចិត្តខ្ញុំត្រេតម៉ោងប៉ុណ្ណឹងទេបាទ3កន្លះ10កន្លះខ្ញុំស្ដាយវាទៅណាទៅខ្ញុំខ្វល់ទៅវាទេហើយម៉ោង12ទៅម៉ោង1នេះខ្ញុំយកម៉ោង12ទៅម៉ោង2គឺជាម៉ោងដែលខ្ញុំ break ញ៉ាំបាយនោះខ្ញុំសម្រាប់អានសៀវភៅរំលឹកមេរៀនតិចតួចសម្រាប់5 10នាទី20នាទីតាន់2កន្លះ3នោះខ្ញុំចូលត្រេតពេលខ្លះហើយពេលព្រឹកទៅបោកមកគ្រូបាទចុះដូចបងគាត់សួរលោកគ្រូគាត់ថាពេលយើងត្រេតម៉ោង New York យើង confirm ពីម៉ោង London ឬក៏ Tokyo ហ្នឹងមិនវិញ
អាហ្នឹងគាត់ចង់សួរថាឥឡូវគាត់ចង់ទៅម៉ោងលំដុននេះថាតើគាត់ចូល array ឬក៏យក structure របស់ផ្សារនៅក្នុងម៉ោងស៊ីនេះរបស់ Tokyo ហ្នឹងមកធ្វើជា confirm ដើម្បីចូលទៅនៅតំបន់នេះបានអត់គាត់ចង់សួរអញ្ចឹងណាយើងចែកទេប៉ុន្តែ structure របស់ផ្សារវាអត់ប្រកាន់ទេវាគោរព structure មិនវាគោរពអញ្ចឹងហើយអញ្ចឹងណាដែលគេយកម៉ោងហ្នឹងដោយសារអីគេសម្គាល់បែបនេះម៉ោងអាស៊ីនិងម៉ោងលំដុនវាអត់សូវការគេត្រូវទៅវាសុវត្ថិភាពគេអត់សូវ high risk ណាតែបើម៉ោងយូរយកណាគេឃើញតែទៅ wood វិញមក wood ឃើញទេតែបើនេះគេនៅមួយលំដុននេះគឺមហា slow motion លំដុនគឺ slow motion តែវាល្វល់ងាយទេលំដុននោះចឹងតែក្នុងលំដុនគឺសុវត្ថិភាព SLK ក៏មិនសូវលំបួសដែរតែបើតែក្នុងយូរយកនេះគេហៅថាមនុស្សaggressive trading ខ្ញុំទៅបង្កើតពាក្យថ្មីបានហៅ express គេហៅ express trader លឿនណាហើយបុកទ្រូនេះចង់តែញូវយ៉កនេះអញ្ចឹងអ្នកដែលតែនៅក្នុង session របស់អាស៊ីហើយនឹង London មនុស្ស slow ណាតែខ្ញុំមិនទេ slow ក៏វាយអាការក៏វាយដែរចេះខ្លាំងដាក់ទាំងអស់សារវាយវិញធ្ងន់ដល់គ្នាដែរអូខេអញ្ចឹងសារមេរៀនថ្ងៃនេះមកទៀតមកសួរសិនអត់ទេអានេះគឺយកពីម៉ោងហ្នឹងយេអញ្ចឹងសារមេរៀនថ្ងៃនេះអ្នកនរការ trade អ្នកនរចង់នៅ liquidity នៅណានេះចាប់អតិផ្សារដែលវានៅសល់មកណាចាំពីខ្ញុំចាប់ high រួចចាប់ low អញ្ចឹងនៅក្នុងតំបន់ range ក្នុងមួយថ្ងៃហ្នឹងណាអញ្ចឹងឥឡូវនេះក៏ liquidity ខាងក៏ liquidity អញ្ចឹងផ្សារវាដើរនៅក្នុងមួយថ្ងៃហ្នឹងទេវាទៅណាទេណាវាទៅតែអញ្ចឹងទេតែប៉ុណ្្នឹងទេជឿខ្ញុំទៅណាវាគ្មានណាលើអាហ្នឹងទេវាលើកលែងតែសង្គ្រាមឬក៏ត្រាំប្លុកផែនដីអាហ្នឹងវាទៅធ្វើអីកើតខ្ញុំក៏អត់ទៅធ្វើអីបានដែរតែ power មិននៅបាក់ជើងរបស់ត្រាំគ្រូចង់មានថាលោកmuốn có một saoតែតាមមិនគ្រូដោយសារតែតាមវិធាននេះទៅដែរអាមេរិកយើងចោទតែគាត់ក៏មិនកើតដែរតែពិតជាគាត់មានឥទ្ធិពលប្រកបមែនសម្ដីរបស់ត្រាំវាប្រយ័ត្នអញ្ចឹងផ្សារវាដើរតែអញ្ចឹងតែបើសិនជាត្រាំមិននិយាយអីមិនមានសង្គ្រាមមែនទេវាមិនក្លុកទេផ្សារក្លុកទេស្រួលត្រាំណាវាអត់តែច្បាស់ដល់នេះត្រាំអីcũng khácដែរបាទអរគុណទៅខ្ញុំសុំនិយាយចាំបើសិនជាឧទាហរណ៍ថាយើងចាប់low high low pre high pre low ហើយឧទាហរណ៍ថាឥឡូវផ្សារវាក្នុងថ្ងៃហ្នឹងវាចង់មកដល់ pre low អញ្ចឹងយើងគួរថាconfirm buy វិញហ្នឹងរកឱកាសអត់ confirm ទេរកឱកាសទិញវិញបាទមិន confirm ទិញទេណារកឱកាសទិញបាទរកឱកាសទិញវាមិនខ្ញុំសុំអត់ប្រាប់ឥឡូវវាច្រើនណាស់វាវែងឆ្ងាយណាស់ខ្ញុំមិនចង់ប្រាប់ឥឡូវទាំងអស់ហើយតែប៉ុន្តែខ្ញុំគិតថាវា too much ផងខ្ញុំចង់ប្រៀប liquidity ព្រោះដឹងថា liquidity នៅពេលណាដែលវាឡើងដល់ low ដល់ high ហើយវានឹងត្រឡប់ទៅរកវាឡើងដល់ low វាត្រឡប់ទៅរក high វាឡើងដល់ high វារត់ទៅរក low អញ្ចឹងណាតែប៉ុណ្្នឹងឯងប៉ុន្តែតំបន់ដែលវារាំងស្ទះជាងគេមុនដំបូងបំផុតគឺតំបន់នៅក្នុងតំបន់50គឺតំបន់ដែលវាពាំងខ្លាំងតំបន់50គឺពាំងគេហៅតំបន់ផ្សារអត់លឺដៅគឺតំបន់50ហ្នឹងឯងអញ្ចឹងយើងចាប់ low ចាប់ high រួចចាក់ Fibo ទុកសម្គាល់មកអញ្ចឹងណាហើយចាំតែពេលខ្ញុំទៅថានៅពេលដែលវាចាប់ដល់តំបន់50គឺតំបន់ដែលវាពិបាករកទិសដៅអញ្ចឹងគេអត់ត trade ទេចាំវាបុកដាច់ដល់60ឬក៏70%បានគេរកឡើង confirm trade ទៀតតែប៉ុណ្្នឹងឯងផ្សារនោះនេះគេទៀតបងសុខេខ្ញុំឃើញលើកដៃមិញឥឡូវបាក់ទៅវិញបាទលោកគ្រូខ្ញុំឆ្លងបាទលោកគ្រូស្ដាប់បានបាទលោកគ្រូបើយើងសម្រាប់high low ហើយយើងស្គាល់ PDI អស់យើងចាំឲ្យអស់បើសិនជាយើងចង់ដាក់ pending order អីអាហ្នឹងមានន័យថាយើងអត់ត្រូវចាំមើលcandle confirmation វាអញ្ចឹងមានន័យថាអាហ្នឹងអត់ទៅសំខាន់ឬក៏មិនមិនមែនអត់សូវសំខាន់ទេ
យើងដាក់ by limit ឬ set limit ដោយសារតែយើងច្បាស់ថាវានឹងចូលក្នុង set up របស់យើងអញ្ចឹងយើងអត់ត្រូវការមើលវាទេយើងជឿជាក់ថាផ្សារវានឹងរត់តាមទិសដៅរបស់យើង បើយើង pending order អញ្ចឹងមានន័យថាយើងអត់នៅចាំ monitor ផ្ទាល់ទេអញ្ចឹងមានន័យថាconfirmation handle ដូចជា hammer ឬក៏ boolean graphing អីផ្សេងហ្នឹងអត់សំខាន់ទេ no need អត់ត្រូវការសោះ ប៉ុន្តែពេលខ្លះគឺឃើញគេថាសំខាន់ណាស់នេះវានេះបើឯងចង់និយាយពីវានេះ cafe នេះហ៎ confirm អាហ្នឹងឯង candle doji ឬ doji ឬអីនេះហ្នឹងឯង បាទ confirm នេះ confirm doji confirm អានេះ bearish cafe អានេះ bullish cafe bearish cafe confirm អាហ្នឹងឯង confirm អាហ្នឹងឯងខ្ញុំយល់ពីអ្វីរបស់សួរ នៅក្នុង median ICT ទៅលើការគូស candle ហើយនឹង trend line មិនត្រូវការប្រើប្រាស់វាទេមិនមែនមានន័យថារូបមន្តរបស់ candlestick ឬក៏ chart pattern នៃ chart pattern មិនមែនមានន័យថារបស់គេអត់មានប្រសិទ្ធភាពទេប៉ុន្តែអ្វីដែលយើងកំពុងរៀនគឺ ICT យើងអត់ត្រូវការប្រើអស់ហ្នឹងឯងអញ្ចឹងខ្ញុំឧទាហរណ៍ថានៅពេលដែលយើង confirm ថាយើង sell នៅតំបន់ហ្នឹងឯងឧទាហរណ៍ចេះនេះគេហៅ order block ណាបើសិនជា chart pattern អានេះឬក៏ជា candlestick chart pattern ដូចជាអានឹង doji គឺយករូបមន្តរបស់ជប៉ុនអានេះគេអត់ហៅថា order block ទេគេហៅថា bearish engulfing អញ្ចឹង entry មិនខ្ញុំអត់ចាំទេខ្ញុំភ្លេចបាត់ហើយប៉ុន្តែបើសិននៅក្នុង ICT គេ confirm ថានេះជា order block ណាអញ្ចឹងគេនឹង entry នៅក្នុង 50% នៃ order block ឬក៏ 70% order block ហើយ SL របស់គេនឹងដាក់នៅពីលើឬក៏ពីក្រោមហ្នឹងចន្លោះពី3ទៅ5លេខបន្ថែមហើយគេនឹង take profit យក portfolio ឃើញនេះរបស់ខ្ញុំអត់តែ portfolio នេះអត់មានគ្រូណានៅស្រុកខ្មែរពលាទេនោះមានតែខ្ញុំទេហើយខ្ញុំមិនពីអឺរ៉ុបយកមកដាក់ថៃទេគ្រូស្រុកខ្មែរមានណាបរៀនទៀតហ្នឹងខ្ញុំដាក់ portfolio រូបមន្តរបស់ខ្ញុំ1លើ2ឬ1 2កន្លះណាអញ្ចឹងខ្ញុំសុំបន្ថយខ្ញុំឃើញ1ក៏2នៅលើ29អញ្ចឹងខ្ញុំបន្ថយខ្ញុំដាក់1លើ2កន្លះក្នុង portfolio របស់ខ្ញុំអ្នកត្រូវការ copy តាមខ្ញុំឬក៏ច្រឡំឬក៏ធ្វើតាមខ្ញុំអត់ចាំបាច់ជាអញ្ចឹងខ្ញុំ entry នៅតំបន់50ឬ70%តំបន់នេះឃើញខ្ញុំ hit TP ឃើញបុកដាក់ TP ខ្ញុំអត់ see នេះមាន order block មួយខ្ញុំ confirm order block រួចបុកឡងត្រឡប់មកវិញនេះឃើញអត់នេះយើងរៀននៅក្នុង subset មែននៅក្នុង doji chart pattern ឬក៏ trend line មេរៀននេះមែនអត់ហ្នឹងណាខ្ញុំព្យាយាមបើរៀនមេរៀន ICT នេះហើយខ្ញុំសូមលោកជាបងកុំយក chart pattern និង candlestick chart pattern យកមកដាក់បាយវ៉ាយ៉ាបាយវ៉ាយ៉ាចាប់ឲ្យរកលេខចូលសារឃើញខ្ញុំឆ្លងហើយបាទខ្លួនមេរៀនខ្ញុំរៀនដំបូងដឹងអីគេអត់chart pattern ជាមួយនឹងអីគេ sell high buy low ហៅអីគេsupply demand ជាមួយនឹងsupport resistance ពីនឹងមួយទេតមកនេះខ្ញុំរៀនចូលរៀនណាខ្ញុំរកលេខ entry សារឃើញបាយវ៉ាដោយសាររៀនចាំពេកគូនឹង trend line ទៀតគូនឹង trend line ទៀតនេះគូ trend line អូ trend line នេះណានេះចុះក្រោយ SL ដាក់ trend line xuống rồiច្បាស់ដែរហ្នឹងខ្ញុំគូ trend line ច្បាស់ហ្នឹងអត់អញ្ចឹងអាហ្នឹងខ្ញុំសម្រាប់មកបងប្អូននេះអ្នកដែលកំពុងតែរៀនមេរៀននេះកុំព្យាយាមយកផ្សេងយកមកដាក់ចាំបាយវ៉ាខ្លួនឯង confirm តានេះយកតារ៉េនេះមកអញ្ចឹងជំនាញទី1ដល់នេះស្គាល់ទៅលើ liquidity ឲ្យច្បាស់សិនមកចឹង liquidity អីគេ liquidity គឺជា low និង high ណាគឺជាទីតាំងចាស់នៃតម្លៃរបស់ទីផ្សារយល់តាហ្នឹងទៅតែប៉ុណ្្នឹងងាយយល់ទេមិនចាំយល់ពីបច្ចេកទេសជាភាសាអង់គ្លេសយើងពិបាកយល់ទេអញ្ចឹងឯងណាមកមានស្មួយទៀតយើង
ខ្ញុំចង់បញ្ជាក់ថាបងប្អូននេះខ្ញុំអត់បាននិយាយបង្ហាញទៅលើសមាជិករបស់គេឬក៏យុទ្ធសាស្ត្ររបស់គេទេប៉ុន្តែគាត់ថាខ្ញុំលើកទឹកចិត្តបងប្អូនអរគ្នាប្រើយុទ្ធសាស្ត្រច្រើនបងប្អូនអរគ្នាប្រកាសជារកអ្នកចូលផ្សារឃើញខ្ញុំចង់បញ្ជាក់បងប្អូនអរគ្នាដល់ត្រេននេះទេហើយខ្ញុំចង់ចែកម្លែកថាមូលហេតុនេះបានខ្ញុំរៀន ICT ព្រោះសារតែខ្ញុំរៀន concept ច្រើន concept ទាំងអស់គឺសិតតែយកពី ICT ទៅប្រើទាំងអស់លើកលែងតែមួយទេតែពីរទេគឺ chart pattern និង candlestick អានេះគឺអត់ត្រូវការពី concept របស់ ICT ទេព្រោះក្រៅពីនឹងទៀតខ្ញុំឃើញមានច្រើនទៅប្រើប្រាស់ concept របស់ ICT ទាំងអស់បែប ICT យកទៅទេតែ ICT គឺជាបើយើងនិយាយស្ដាប់គឺជាមេបាក់ហ្មងនៅក្នុង array ទាំងអស់មានរូបមន្តមួយចំនួនដែលមាននៅលើទីផ្សារនៅក្នុងវិស័យ trade បច្ចុប្បន្នគឺខ្ញុំឃើញសិតតែជាផ្នែកទូចនៃ ICT គេបំបែកទៅធ្វើរូបមន្តរៀងខ្លួនទីទៀតខ្ញុំបង្កើតរូបមន្តខ្លួនឯងមួយដែរ Welcome to KNG strategy លោកសភៅទីតោះអស់នេះសួរបានបាទព្រោះខ្ញុំសួរមុនហ្នឹងខ្ញុំពេញទៅថាcandle design design ហ្នឹងពេញថាពួក strategy តែមើល candle candle យើងមើលទៅលើកម្លាំងគាត់តែត្រឹមត្រូវប៉ុន្តែយើងមិន confirm ទៅលើរូបរាង candle ទេណាយើងដឹងអំពីយើងចង់ដឹងអំពីកម្លាំងនៃ candle កម្លាំងនៃការទីនេះក៏លួងអញ្ចឹងណាមានថាឥឡូវចេះកម្លាំងលក់ដោយ candle មួយនេះគឺក្នុងមួយទីនេះគឺគ្រប់គ្រងដោយអ្នកលក់អញ្ចឹងកម្លាំងលក់ខ្លាំងអញ្ចឹងណាអញ្ចឹងយើងមើលដល់ក្នុង15នាទីចេះដល់អ្នកអាចចូលមក trade ក្នុង1នាទីឬ5នាទីដែរអញ្ចឹងដូចទៀនមកអញ្ចឹងគ្រប់គ្រងដោយកម្លាំងអ្នកទិញបច្ចុប្បន្នហ្នឹងណាគឺមានកម្លាំងឡើងទៅលើអញ្ចឹងច្បាស់ណាស់ផ្សារហ្នឹងគឺកំពុងតែចង់ឡើងខ្ញុំចង់សម្ដៅទៅលើបែបហ្នឹងមិនមែនឲ្យយើង entry ទៅតាមទៀនហ្នឹងទេអត់អញ្ចឹងទេចូលហ្នឹងមកបដ យើងយកអាហ្នឹងគឺដើម្បី confirm ទៅលើ flow របស់ទីផ្សារដែលយើងចាប់ array ឬក៏យើងចាប់ទៅលើ liquidity pre high pre low របស់វានេះអញ្ចឹងដល់ហ្នឹងវា liquidity ទេអញ្ចឹងណាអញ្ចឹងបើសិនជាផ្សារវាចង់ clear ទៅដល់ទិសដៅដូចខ្ញុំនិយាយអញ្ចឹងថាឥឡូវនេះវាឡើងមកដល់អីគេ 70-80% នៃទីផ្សារហើយនេះឃើញអត់ឃើញវា clear ដល់តំបន់70ទេនេះដូចខ្ញុំនិយាយមិញណា 70% នៃទីផ្សារនេះគេហៅ premium នៅតំបន់នេះគេហៅ premium ខាងក្រុមគេហៅ discount អញ្ចឹងវា clear ដល់ 70% នៃ premium ហើយប្រកាសជាវាឡងមកវិញតែខ្ញុំនិយាយមុនហ្នឹងគេថាវានឹងឡងតែឡងកម្រិតណាយើងវាអត់ដឹងតែឡងដាច់ខាតត្រូវតែឡងលើមើលចំដល់ម៉ានហើយ58ឡងដល់តំបន់នេះមិនមែន47 11លេខឃើញអត់បើសិនយើង trade មកដល់ម៉ានមិនមែន$11អញ្ចឹងអាហ្នឹងគឺការមើលផ្សារគឺអញ្ចឹងតែបើសិនយើង trade តាមទៀនអានេះអញ្ចឹងខ្ញុំសូមមិនមានយោបល់អីទេទៅលើរូបមន្តផ្សេងប៉ុន្តែនៅក្នុង ICT ខ្ញុំបរិយាពីដើម្បី confirm អំពីកម្លាំងក្នុងការទិញឬក៏លក់ទៅប៉ុណ្្នឹងឯងអូខេតោះបាទខ្ញុំសូមអរគុណបងសូមទាទៀននៅក្នុងទីមានហើយលក្ខណៈប៉ុន្តែមិនឃើញព្រមមានថាដុល្លារអត់ល្អទៅបីអញ្ចឹងវាអាចប្រញាប់ទៅមុខពោះហើយទីហើយក៏វានៅតែចុះមកវិញបើសិនជាពណ៌ដែលមាននឹងធំដែលធ្វើឲ្យតម្លៃដុល្លារចុះមានប្រកាសជាឡើងប៉ុន្តែបើសិនជាពណ៌មាននឹងមិនជាធំដែលប៉ះពាល់ទៅលើតម្លៃហាងឆេងដុល្លារទេมันមានកត្តាធំវិញឲ្យលោកគឺទេមកដូចជា8កន្លែងមានមួយខ្ញុំមានរួចខ្លាំងឯងរួចបានមួយទេ10លេខហើយវា no strong លេខតែ profit បាន10លេខជាងបាទឃើញអត់អូខេមានសំណួរទៀតអញ្ចឹងខ្ញុំគិតថាបងប្អូនអរគ្នាយើងប៉ុណ្ណេះបានហើយខ្ញុំសូមសួរពីរអ្នកសិនមានអ្នកយល់ឬក៏អត់ទាន់យល់ខ្ញុំសូមថាតើ liquidity នេះជាអីគេហើយយើងសម្គាល់ថា liquidity នៅកន្លោះណាដោយរបៀបបងប្អូនជួយឆ្លើយខ្ញុំតិចមកស្វែងចិត្តមកកុំចាំបាច់ខ្ញុំសួរព្រោះខ្ញុំចង់ដឹងអំពីអ្នកដែលយល់ឬបើអត់យល់ដែរខ្ញុំពិតជាមានអារម្មណ៍ថាខាត
ឆ្លើយតិចមកវា បាទលោកគ្រូ សុំឆ្លើយតិចមក DPT អីគេអ្វីដែលយើងយល់អ្វីយើងចាប់បានខ្ញុំសុំប៉ុណ្ណឹងមក បងសម្រាប់ liquidity អាហ្នឹងខ្ញុំអាចឲ្យនិយមតែសាប់ខ្លួនខ្ញុំលោកគ្រូខ្ញុំអត់ដឹងខុសទៅទេប៉ុន្តែគេថាវាបង្កើតនៅលោកបើសម្រាប់ liquidity មកគឺវាបង្កើតនៅលោកចាស់ឬក៏លោកថ្មីអញ្ចឹងលោក លោចាស់ឬក៏លោថ្មីអីគេទៀត បាទឧទាហរណ៍ឬក៏ជាចំនួននៃបង្កើតឲ្យអ្នកទិញខ្លាំងឬក៏អ្នកលក់ខ្លាំង អូខេខ្ញុំសុំកាយតែបន្តិចត្រឹមត្រូវបាន 50% វាគឺបង្កើតនៅឡូថ្មីឬក៏តំបន់ high ថ្មីដែលវាដាក់មកខ្ញុំបាននិយាយណាហើយវាគឺបង្កើតឡើងដោយការរុញនៅការ clear នៅអ្នកទិញឬក៏អ្នកលក់អានេះ liquidity ណាចឹងអាហ្នឹងនៅពេលណាដែលវា clear អ្នកទិញឬក៏ clear អ្នកលក់ហើយវានឹងត្រឡប់ទៅរកទិសដៅចាស់របស់វាបើវាធ្លាប់ឈរនៅទិសដៅណាវាធ្លាប់ឈរឧទាហរណ៍ថាវានៅខាងលើវាបានត្រឡប់ចុះមកខាងក្រោមវាបានចុះមកខាងក្រោមហើយវានឹងត្រឡប់ឡើងទៅលើវិញហើយវានៅខាងក្រោមវាឡើងដល់លើវានឹងត្រឡប់មកឈរខាងក្រោមវិញអានេះ liquidity ណាវាគង់ទៅបាទសុំម្នាក់ទៀតបងប្អូនខ្ញុំសុំជាយោបល់សុំជាការយល់ឃើញរបស់ពួកយើងណាអត់ខុសអត់ត្រូវទេបើប្រាប់មកស្រួលខ្ញុំបន្ថែមពីលើនេះខ្ញុំអត់ចាំឲ្យយើងមករៀនឲ្យអត់ចេះមកវល់ក៏បានណាចូលចិត្តឲ្យវល់និយាយមានតែសរសៃតែមាននៅក្នុងនេះណា đôi giờ sẽ có nhiều đấy từ một cái lô chả một cái lô mây muối hay thằng tài chứ đại khác thằng tài mà dùng mình lấy lắm được chứ đại cũng mình tập tầm nào ok trong đây tham vi chia tầm lại chặt nè vi chia tầm lại chặt này tầm lại tiếp sáng hãy vi này tranh vi đồng bọn nên non thì về muối hay vi tập tập mình nên chặt đấy hay chả lỡ bờ tọt đến mưa tha bờ dương vậy chẳng là lớp xa cùng ta để dùng chặt đó này khơi đôi ta bỏ hoa đặc đi vô khơi bạn tự đó nhưng trong đang bị chạm vào xong còn là lực mẹ đây thì còn đã sinh nhà để trên không chạm nó nhung ảnh ban tận phòng ảnh để vô lại tránh xuống nhung có mẹ lòng tha sờ bài chặt được như này mà nếu không khơi của mình cần tìm sáng khơi mình được mình sát đi đó có thị trường ok chẳng nhung về lòng tha bên đại vô hay nhung sử dụng ở trong sử dụng của nhung sử dụng tha bỏ nó như này là nó sự xua rồi họ sự dây rồi sự trình của họ bàn chốt tuần tham bạn hay đất non ngày đấy nay để cho đi năm ngày đấy bọn mình để chui là một những chui chạm liquidity ở nhóm hay nhà cho những group chạm liquidity ta sẽ chạm từ nhóm chống mát hay sang cho group những nhóm chạm cho một người tích thang áp vòng ôn ở đấy chạm liquidity thành bọn hay là về để chạm đuôi nhóm đang trâu từ mở tổng đến nhóm đang làm một môn điện thang áp rồi về đá vòng ôn ở đây chạm liquidity đuôi hay nhóm ôn ở đây tự nhiên thì kiếm thành tiếp nhóm chạm ở đây chạm ban trade hay chạm cho rồi nhóm miền đặc biệt nhóm ban trade ở ngày cho với bạn và đây mình mệt ngày đi còn mình mệt ấy hay còn mình mệt để không sắp lại đi đâu tôi nhung xong ai chỉ tốt một tí được rồi sao ta ở lại bộ trắng ai tha phải chụp tông màu mà ta phải đừng chặt ai nhà chỗ không đây thế mìnhประกันមកទេចាប់ថ្ងៃនេះក៏បានស្អែកក៏បានផ្ញើចូលមកវិញមកតរំតែយើងជួបគ្នានៅថ្ងៃស្អែកមករៀនទៀតខ្ញុំនឹងចូលមើលឲ្យចាប់រត់ឲ្យខុសចាប់រត់ត្រូវសួរបាទ
khế thì lưu nhung về đọc ạp cho mà hiên chậm lắm ôi sao đọc cùng chân nè là điện cùng chân bọn nhung đến cru ba này xuôi ấy ngọt cru đừng là từ bọn nhau ba ba chat đi thi mà chuyên ngành sao còn xong cu đi fit thi này nè đó đây cứ tham trên đi thi ở hay cu nhau mà hay bạch kho được tham frame để con đó nên cu được không tham frame bên này của bạn này nhớ đấy bạch trăm pram đậm ti hẻm ti sang sầm ti và máu buôn máu ấy bán gì trong đi fit thi ở nhóm mót theo con đó đấy cu đi fit thi nó trời gọi là hay cùng các hạt tới có không nhưng mà đã kho nói trời thì đây nhưng được pram thay chặt mày tới được về đá mê điên được ngày sai cả toàn này của dương liên là đừng hái nhưng mà bọn nó nên test nhưng thử của con tham bọn nó nên thử chạy viết thử vô viết thử đấm viết chắc vậy thầy nhưng pra pi từ lọt này ca riêng mà nhưng từ bốn cứ nhom chặt nó để computer nó một nhom sao vậy cứ nhom trong một là hốt đó này nhưng mà họ thế bài tập ban đầu của tôi ca và nhóm quy chia cái lại thư ca chặt của nhóm ta toàn điểm sang trên thế nhóm chạm họ to ta nhóm lên đỉnh nhóm côi mơ với đến họ ta nhóm lên đỉnh phải chia bay khai nhóm su mỗi vía nhóm mơ làm vô nhóm mơ làm squall nơi chạy đọc một tiền xa nhóm mơ làm vô làm đăng lướt bị crew nhóm tiền vậy là nhóm làm đọc bia rồi đi cứ bắt bia là vậy để crew nhóm làm chẳng ấy chẳng nhung chào đọc để chạy chẳng nhung được chất áo ấy chào bài trang ai gọi là trang áo ấy thưa vì ở trang hay trang nó cũng khai khóc và bông ôn đọc để khai khóc bông ôn đọc để ọt thờ thì thưa bài ọt thờ này rồi lại thờ ọt khởi tê nè bởi nhóm xua là crew nhóm chụp nên nhộm á chụp nhộm á nhưng mà họ đấy hay nhóm quay mơ làm cái đẹp buồn là cổ sai nhóm có sẽ là em tiền chẳng trong khai chữ trader chip dương lẹp bằng về về tràn thì hay là một cái tràn thì nó phần là nghề hay gọi hot stress ở đây stress làm sao stress no stress vì sao này stress nè những cái chuyện vì sao này thực ca spy thực ca đo lên thực ca trai lôi đánh khan bông họ hỏi nè bọn nó đi ọt trai lôi thế cứ ọt bạ rồi lôi trong đa lôi trai lôi ban lôi đấy tâm đấy tôi có một chân nhom phong dùng ai chia rô muốn và tôi trong một sự khám nhé để dùng cái pin khuyến thí trong cái sắp khai lịch khuyến thí nói xa ta dương trong lịch khuyến thí pro dương trong đang còn pi tự đang tiêu xa đại viên từ đó bật tổ chẳng đấy bà dương Oscar ông pi lịch khuyến thí tế bom ổn nó kiaประกอบชีออกดังหาตื่นดาวตีซ้ายนั่งตื่นในบรรทบที่นึกน้องเปย์ไปเลี้ยงข่าวหนึ่งเดี๋ยวนี้ที่họ thảเริ่มมองดอกมวยที่họ này ngày tròn hạt ta mong bay mong muốn thích sang từ này dương ở đằng này trên bộ bóng ở đây đang score ở bên quyền thí cứ bóng ở đây đang score ở bên từ đầu xa tới hai dương tết tam từ đầu xa để về tới luôn hai chục về đây là dương thay profit dương ban khó chụp này chiều vậy đây để cho má bà được không cha được và trong mà nhân viên tham quan đây thử chơi lịch thi ở chơi lịch thi bóng đây ở nó từ nào xa đây sông mong vỏ nè sông khăn hay là bông vỏ tập có lẽ cô đang dùng số tích chỉ nó héo cùng vì tại phải xử lý hay bằng thiết ca tại hồ position cho dúa nó bị khóc nhìn ca hồ long position khóc nên tóm khẻ khi ở sơ confirm trang từ structure of science thì khi confirm từ được bom biến chỉ thủng để họ phản ứng hoàn thó đó để họ swing chẳng đôi khi cạn này xa với trong của màn ngày muốn những hạt tập muốn khai muốn chắc đàn khai đến nơi trong khai muốn cứ mà quan bị hội lý trong phần thì mình thó cái CM swing đồ qua đồng biến hạt tá ở với trong đời xa ấy chẳng á anh nó mới structure ở structure xa ở tụt cho thì nhưng đặt mình chơi tiền xa sao xa này chẳng cái đồ bom biến ha tao biết cho sai cái có xoay đâu khởi
ទីមួយអាឡម៉ង់លក់មាសចេញជាង1200តោនទីពីរអរងនឹងអាមេរិកជួបគ្នាចរចានិយាយអំពីការមិនច្បាំងគ្នាហើយទី3គឺការបដូរនៅប្រធានថ្មីគឺ Mr. Hello or Good Evening ណាតា Powell ចឹងអា3នោះគឺធ្វើឲ្យផ្សារចុះចឹងគឺជាឱកាសដែលគេចាំក្នុងការទិញផ្សារឡើងមកវិញតែប៉ុណ្្នឹងទេខុសគ្នាត្រង់ហ្នឹង fundamental គេប្រើជាគោលប៉ុន្តែគេវិភាគផ្សារគេប្រើដូចយើងចាស់គេ confirm នៅ low ណាមួយឬក៏ array ណាមួយដើម្បីទុកតម្លៃទីផ្សារមិនឲ្យចុះទៀតមិនឲ្យឡើងទៀតគឺគេចូល hold យកបណ្ដោយតែប៉ុណ្្នឹងឯងងាយប៉ុន្តែត្រូវការតាមទុនធំ ដល់ខែមកឃើញមានអ្នកពីណាក៏ប៉ុន្តែទោះបីជាចង់វាយកលើថាគួរទៅទិញ home position យ៉ាងតែអានឹងមានរឿងច្រើនមើលមានច្រើនសូម្បីតែខ្ញុំច្រើនហើយខ្ញុំនៅចាញ់បងសុជាតិនៅឡើយទេណាក្រុមការងារគាត់ជាជាងពីខ្ញុំគាត់ strong ទៅវិស័យ swing ណាហើយតាក់សុខេខ្ញុំសុខេខ្ញុំនឹងសុខទៅបើសិនជាហៅឈ្មោះអត់ទេសុខេនៅដូចសុខេសុខេច្រឡំគាត់មកក្នុងទូឡៃ liquidity នៅចុងវិកនេះជាតម្លៃតាម1063 64តម្លៃបច្ចុប្បន្នយើងអាចបាយយើងអាចសង្ឃឹមថាផ្សារហ្នឹងវារត់ទៅជានេះគឺឆ្នាំបានយើងគិតថាវានៅមក liquidity នេះមែនទេបាទអញ្ចឹងយើងមានកត្តាដែលconfirmថាតម្លៃនេះនឹងហូរទៅលើដើម្បីគ្រាឬក៏អាចទៅគ្រាបានក្នុងពេលខ្លីនៅក្នុងពេលខ្លី 70-80% បើយើងមើលទៅលើ technical ផ្សារខណៈពេលនេះគឺអត់ទាន់ទៅ clear កើតទេទី1យើងមើលទៅលើ high call ចាក់បានដល់ 70% ទី2នៅក្នុង high ចាស់របស់វានេះគឺវាពាំងទៅដោយ SVG មួយគ្រាប់ណាហើយទី3យើងមើលទៅលើនៅក្នុងលំហរបស់ទីផ្សារយើងត្រូវ switch មកម៉ោងសិននៅក្នុងម៉ោងមានអីគេអត់មានអីពាំង15នាទីខ្ញុំសូម confirm នៅក្នុង15នាទីឲ្យចឹងយើងនឹងបញ្ជាក់ឲ្យអ្នកនរថាផ្សារនេះអត់ទាន់អាចទៅលើបានទេទី1វាមាន low សំទោសវាមាន previous high ហើយទី2កម្លាំងទាននៃការបុកឡើងក៏មានការថមថយឃើញកម្លាំងបុកចោងបុកឡើងរបស់ទានគឺអត់ខ្លាំងទេមានថា high ចាស់របស់វាគឺវាអត់បានធ្លាប់ឡើងទៅប៉ះទេឬក៏នេះណា liquidity ដូចគ្នាដែរវាអត់បានឡើងទៅប៉ះ high ចាស់របស់វាទេអញ្ចឹងកម្លាំងនៃការទិញឡើងទៅលើក៏ខ្សោយការលក់ចុះក៏ខ្សោយដូចគ្នាបើសិនជាវាលក់ចុះខ្លាំងលុះត្រាតែទាននឹងវាមានការថយចុះមកទៀបជាងនៅឡូចាស់ហើយបើសិនបើវាទិញខ្លាំងវាលុះត្រាតែមានកម្លាំងឡើងវិកទៅបែបនេះខ្ពស់ជាង high ចាស់របស់វាបែបនេះនេះគេហៅថាកម្លាំងទិញខ្លាំងទៀតយើងរកឱកាសក្នុងការទិញលុះត្រាណាដែរបើសិនយើងតែក្នុង time frame 15នាទីយើងត្រូវមកមើលរងចាំនាទីនេះឲ្យវាបិទសិនបិទទៀននៅ15នាទីដែលយើងចង់ trade នឹងសិនថាតើបិទទៀនហ្នឹងគឺវាបុកដាច់ high ចាស់នេះឬក៏អត់បើអត់ទេគឺផ្សាយនឹង trade អត់បានទេព្រោះទៅក្រោមក៏ខ្សោយទៅលើក៏ខ្សោយអញ្ចឹងសញ្ញាហ្នឹងបញ្ជាក់បានប្រាប់ថាមិនមានអ្នកទិញនិងមិនមានអ្នកលក់កំពុងតែពោពេញទៅដោយ retail trader ដូចពួកយើងចឹងចូលទៅជាប់ហ្មងចំណេញក៏ចំណេញខាតក៏ខាតអាចខាតច្រើនជាងចំណេញនៅរបៀបមើល candle នេះឃើញវាទៅប៉ែតមើលគាត់អត់មានអ្នក trade ទេអត់មានអ្នកដាក់លុយធំ trade ហើយនេះឃើញទានដល់5នាទីរត់ប្រហែលលេខហ្នឹងឧទាហរណ៍49 53 4លេខ cannot អត់អាច trade បានទេបើសួរខ្ញុំថាតើណាខ្ញុំពិតជាឆ្លើយប្រាប់សូហេបានថាខ្ញុំក៏អត់ trade ដឹងថាផ្សារតាណាដូចគ្នាព្រោះកម្លាំងរបស់វាគឺខ្សោយទាំងលើខ្សោយទាំងក្រោមក៏ប៉ុន្តែបើសិននៅក្នុងលក្ខខណ្ឌថាផ្សារនេះ15នាទីមួយនេះវាបិទខ្ញុំសម្រួលនេះសិនហើយវាបង្កើតអញ្ចឹងនេះវាអញ្ចឹងអត់មានទៀនមកអញ្ចឹងហើយវាបង្កើត AVG អញ្ចឹងនេះ AVG អញ្ចឹងខ្ញុំដឹងថាផ្សារហ្នឹងគឺរដំណើរឆ្ពោះទៅខាងលើហើយប្រសិនបើទៀននឹងបិទអត់ដាច់
nè việc gọt chế nè trong việc này ngay giống hay việc mà thli đó không đặt nè gọt chọc này chế nè gọt chọc này chế chẳng là những thứ nhưng mà tham gia nó vì rồi cần lại trong từ lửa còn đa phần thì mình trong việc chế sai này ở bên từ đầu đi ok trong một cái này là số hết trong á Bạn con của con trong ca mơ từ lời chỉ đọc tiên chỉ đọc ấy nếu mà nó vì miền từ chia tầm nặng cá nhung mình được thì cho đỡ nó thì xuôi nhung tầng ốc nhung về đầu mũi hỏi tôi chập mong về võ lắm xà bóng rồi khạc đó khạc dân ngày đấy lâu đó thằng sẽ nhưng chụp nếu ấy chập đi quyết thì nhung máu nhưng xong đi quyết thì nhưng mà thời gian tới hay nhưng mà thời gian khó đấy còn là cục máu vô lại na mình vô lại na có cục hay không mà chẳng đấy thì sẽ đặt ngoài đấy nhung cất ha phân nắng thì chặt phải chọn mà rướng từ mà đường tiếp cùng bóng khóm đấy cùng bóng khóm thì sự cùng châu trệt đèn một toàn chết bờ giờ bò lưới đưa tàu bò để chạy được có tận tình là bò lò tụ ba nạc luôn ấy vì vừa sai chiến vô được tận trệt nhưng bạn là bạn đang biết trong sự làm cái đấy nhung miền phần nắng họ còn trà tận óc nế chụp khniên nữ ngày sáng nữ về liền mong nó đẹp tập ba bài bài óc nế ở trong bận mến nhưng tao óc nế nhé con từ từ con chắc cứ bắn ok bài bài được đi